មកខាត់ពេលវេលាយូរខ្ញុំនឹងចូលដល់សាច់រឿងទី1នៅក្នុងអេពីសូតទី12 season ទី2សាច់រឿងមួយនេះគឺបានមកពីបងប្រុសដែលជាប្រិមិត្តរបស់ជាអ្វីដែលបានកើតឡើងនៅក្នុងឆ្នាំ2010បងប្រុសគាត់អត់បានបញ្ជាក់ថាគាត់ធ្វើការអីគេទេគាត់អត់បញ្ជាក់ទេតែប្រហែលដូចជាខ្ញុំស្ដាប់សាច់រឿងរបស់គាត់ត្រួសទៅគាត់ដូចជាអ្នកមើលដីគេឬក៏សុំទោសបើខ្ញុំប្រើពាក្យមិនស្ដាប់ទៅយ៉ាងធ្ងន់ណាដូចជារបៀបថាអ្នកបំរើការនៅលើដីយាមដីថាយាមដីក៏បានបើនិយាយអក្រក់ស្ដាប់ថាកម្មករក៏បានកម្មករនៅលើដីគេឬក៏ចំការឬក៏អីចឹងណាថាចការហ្នឹងឯងនិយាយចឹងចោះឲ្យស្រួលចឹងបងទីតាំងដែលកើតហេតុគឺនៅតំបន់ត្រៃតាយើងខេត្តកំពង់ស្ពឺអូបាទទីតាំងដូចគ្នានឹងរឿងខ្ញុំមួយមែនអូខេភ្ជាប់គ្នាហ្មងចាំភ្ជាប់គ្នាអត់ទេអាហ្នឹងចាំក្រោយអូខេអញ្ចឹងសាច់រឿងនេះកើតឡើងនៅស្អែកចេះបងប្រុសគាត់មានក្រុមការងាររបស់គាត់ប្រហែលជា 4-5 នាក់អញ្ចឹងនៅលើដីមួយហ្នឹងមានផ្ទះមួយដែលមេរបស់គាត់ឲ្យនៅអញ្ចឹងណាអញ្ចឹងស្ថានផ្ទះមួយហ្នឹងខ្ញុំចង់ឲ្យបងប្អូនសម័យឲ្យឃើញស្ថានផ្ទះមួយហ្នឹងគឺផ្ទះថ្មខាងក្រោមឈើខាងលើឡើងដោយចរាចរឈើខាងមុខហើយថ្មខាងក្រោមហ្នឹងមានពីដានកម្ពស់ប្រហែលជា5ម៉ែត្រតោះណាកន្លែងហ្នឹងអញ្ចឹងនៅខាងលើហ្នឹងផ្ទះឈើហ្នឹងគេមានប្រកាន់ដៃប្រកាន់អីអញ្ចឹងទៅបាទអញ្ចឹងក្នុងករណីហ្នឹងគឺអញ្ចឹងនៅក្នុងថ្ងៃមួយនៅពេលដែលគាត់កំពុងតែធ្វើការអញ្ចឹងទៅមេរបស់គាត់បានបាត់គាត់បញ្ជាឲ្យក្រុមរបស់គាត់ទាំងអស់ហ្នឹងទៅដីរបស់មេរបស់គាត់ដែលជិះចូលទៅជ្រៅទៀតជ្រៅខ្លាំងតែនឹងចិត្តដល់ជើងភ្នំជ្រៅខ្លាំងមែនតើតែគាត់មានផ្ទះលំហែមួយនៅកន្លែងហ្នឹងមេរបស់គាត់ប្រកបបញ្ជាឲ្យគាត់ទៅជីកយកដើមឈើកូនឈើតូចល្មមប្រហែលជាប៉ិនកពួនជើងឡើងលើបន្តិចច្រើនដើមមែនតើពីដីលំហែរបស់មេហ្នឹងយកមកដាំនៅដីបច្ចុប្បន្នមួយនេះអញ្ចឹងគាត់ក៏ទទួលបានពាក្យហ្នឹងគាត់ក៏នាំក្រុមការងារទាំងអស់ជិះឡានហើយទៅជីកមកជីកយកមកដាំហើយអត់មានរឿងអីកើតឡើងទាំងអស់គឺអ្វីតាមសម្រួលយប់ឡើងនេះជាហេតុការណ៍ពួកគាត់គេងទម្រាបគ្នានៅជាន់ទី1ខាងក្រោមអត់មានអាគេងទេតោះនេះចឹងខាងលើគាត់គេងទម្រាបគ្នាទាំងអស់នៅពេលដែលគាត់គេងនៅខាងស្ដាំដៃរបស់គាត់គឺមានក្រុមការងាររបស់គាត់មួយទៀតហើយមានម្នាក់ទៀតម៉ោង12យប់ម៉ោង12យប់គាត់កំពុងតែគេងលក់ស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងងើបមកអង្គុយងើបឆ្ងក់មកអង្គុយហ្មងដល់ពេលងើបមកអង្គុយអញ្ចឹងធម្មតានៅពេលដែលងើបអង្គុយអញ្ចឹងវាមិនអង្គើអានាមអង្គើអីតិចអញ្ចឹងគាត់ម្នាងដឹងខ្លួនមីមើលក្រតែងាកទៅមកមីមើលផុតពីអង្គុយម្នាក់ហ្នឹងឈោងើបឈោលឿនមែនតើហ្មងណាអញ្ចឹងគាត់ឃើញអញ្ចឹងគាត់ក៏អឺតមើលគាត់ក៏ប្រឹងទាញដៃឃើញភ្នែកបិទដូចលក្ខណៈមកមើលគាត់ព្យាយាមទាញមិនក៏អត់ងើបដែរអត់ភ្ញាក់ហ្មងបានមកបន្តិចស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់កាន់ដៃហ្នឹងគាត់ប្រឡែងដៃរបស់គាត់កធាក់ដៃចេញអល់ឡោះគាត់ហក់ចុះទៅមកបាទគាត់ហក់ចុះទៅមកគាត់លឺសំឡេងដឹបគាត់ថាមិនបាក់ដៃក៏បាក់ជើងដែរ5ម៉ែត្រហើយហក់ក្នុងល្បឿនមួយអញ្ចឹងធម្មតាយើងមិនមែនជានិនចាអីណាអញ្ចឹងយើងមិនចេះអាឡាតចេះអីប៉ុន្តែនៅពេលដែលគាត់រត់តាមទៅមើលមិត្តភ័ក្តិរបស់គាត់ហ្នឹងណាគឺឈរត្រឹងឈរថ្មឹងនៅដីតោះនេះបងយល់បាទហក់ទៅគឺឈរចឹងហ្មងយល់ហ្នឹងហើយមេថាគាត់លឺដឹបគិតថានឹងដេកហ្នឹងហើយតែទៅទីឈរតែជាឈរវិញគាត់ឃើញសភាពបែបហ្នឹងគាត់ដាស់ក្រុមរបស់គាត់ទាំងអស់នៅលើផ្ទះហ្នឹងដើម្បីរត់ទៅចាប់មិត្តភ័ក្តិរបស់គាត់ពួកគាត់មានអារម្មណ៍ថាអត់ស្រួលអត់មានណាគេមកមើលមករបៀបអញ្ចឹងទេណោះអញ្ចឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់ហ្នឹងរត់ទៅចាប់គាត់នៅពេលដែលចាប់ស្រាប់តែបងប្រុសមួយហ្នឹងដែលមកមើលហ្នឹងកធាក់តែម្ដាយទេបងកធាក់តែម្ដាយប៉ើងហ្នឹងហើយចាប់ដៃចាប់ជើងកធាក់ប៉ើងខ្ទេចហ្មងមួយទល់នឹងយើងឧទាហរណ៍ថាក្រុមការងាររបស់គាត់ថាមាន6 7នាក់ចុះមួយទល់នឹង6នាក់មួយទល់នឹង6នាក់គ្រាន់តែកវែងដៃគឺខ្ទៀតទាំងអស់គាត់ថាមិនដឹងថាមកមើលប្រភេទអីបើសិនជាកម្លាំងដូចមនុស្ស10នាក់នៅក្នុងហ្នឹងគាត់អត់ដឹងទេផុតពីកធាក់ដៃហ្នឹងហើយក៏រត់ទៅរត់លបងកុំភ្លេចថាលបងតែយប់ឡើងគេចាក់សោហើយតំបន់របស់គាត់តំបន់ត្រៃតែយើងនៅក្នុងការដ្ឋានរបស់គាត់វាមិននៅក្នុងចការរបស់គាត់ក៏វាមិននៅចិត្តផ្ទះប្រជាជនប្រហែលដែរអញ្ចឹងវាមានសភាពស្ងាត់មែនទែនធម្មតាម៉ោង8 9យប់គឺស្ងាត់ដែរអ
ចឹងល្ងឹតសូនឆឹងចុះពីផ្លូវជាតិមកប្រហែលជា50-60ម៉ែត្រអញ្ចឹងនៅពេលដែលលបងបិទទ្វារនេះមិត្តភក្តិរបស់គាត់ក៏ផ្លាស់លបងមិត្តក្រុមទាំងអស់ហ្នឹងឃើញគេផ្លាស់លបងបែបហ្នឹងគាត់រូតរះទៅរកសោទៅរកអីអ្នកខ្លះក៏ផ្លាស់លបងទៅតាមអីចឹងរត់ដេញគាត់ប្រហែលជា40ម៉ែត្រដែលខ្វះតែប្រហែលជាប្រហែលម៉ែត្រទៀតប្រហែលជាហ៊ានទៀតគឺដល់លើផ្លូវជាតិលេខ4ហ្មងលើផ្លូវជាតិលេខ4ចាស់គឺដល់ហ្មងចៃដនអីគេស្ទុះទាស្រែកផងអីផងផ្អើលអស់ហើយអ្នកភូមិហ្នឹងគេស្ទុះមកចាប់គាត់ជាប់បងឲ្យដឹងថាមកចាប់គាត់ជាប់ហ្នឹងណាមានទស្សនភាពអីកើតឡើងណាមានឡានកុងតឺន័រមួយបកកាត់គាត់មកចាប់គាត់ជាប់ដួលក្រឹបហ្នឹងមានឡានកុងតឺន័រមួយបែកកង់ណាដាច់ប្រាំងបកកាត់ទៅមុខគាត់វូទៅអញ្ចឹងបងបាទវូទៅត្រង់ទៅផុតអញ្ចឹងទៅនៅពេលដែលគេចាប់គាត់ជាប់នេះបងដែលមកមើលនេះបិទភ្នែកនេះនៅតែព្យាយាមរើបរះហើយស្រែកទៅចិត្តលែងអញភ្លាមអញចង់ងាប់ពួកឯងកាប់ផ្ទះអញចង់ងាប់អញត្រូវយកពួកឯងឲ្យងាប់អស់ប្រើសម្ដីមួយហ្នឹងចឹងអ្នកភូមិគេស្មានតែចោលគេស្មានអីនៅពេលដែលឃើញទស្សនភាពចឹងហើយគេដឹងចាប់ផ្ដើមដឹងចឹងម្នាក់ក៏ទាញខ្សែក្បាត់ខ្លួនឯងយកមកចងដៃចងជើងគាត់ចឹងសែងគាត់ដាក់នៅលើឡានជិះតម្រង់ទៅរកវត្តមួយនៅលើផ្លូវដែលឡើងទៅការីរុំនៅពេលដែលជិះក្នុងឡាននេះស្ថានភាពគឺរញ៉េរញ៉ៃហើយច្បុកច្បល់មែនតើស្រែកផងអីផងបកាច់បកិននៅក្នុងឡានគេចាប់គៀកផងអីផងប៉ុន្តែចម្លែកត្រង់ចេះចូលទៅដល់វត្តចូលឡានហ្នឹងគ្រាន់តែចូលទៅដល់ខ្លោងទ្វារវត្តពងបកាច់អញ្ចឹងណាគួយស្ងៀមតែជាមនុស្សអត់មានសកម្មភាពអីទាំងអស់នៅត្រឹងរហូតទៅដល់លោកចៅអធិការឲ្យពួកគាត់ចម្លែងមែនតើសាយគ្រឿងមួយហ្នឹងណាលោកចៅអធិការយកទឹកមកផ្តិលមកឲ្យពួកគាត់បុកមកទេសយកមកលាយជាមួយនឹងទឹកហ្នឹងហើយលោកចៅអធិការបានសូត្របល័យរបស់គាត់ហើយប្រោះព្រំអញ្ចឹងទៅនៅពេលប្រោះព្រំមិត្តភ័ក្តិរបស់គាត់ស្រែកបកាច់ដោយមនុស្សឈួតម្នាក់ឯងកាហាយកហល់កាហាយរយៈពេល2នាទីស្លាប់ទងទៅបាត់ចាប់ផ្សាយរឿងហ្នឹងហើយលោកចៅអធិការបានសួរគាត់ថាចេះមានរឿងអីកើតឡើងម្នាក់អត់ដឹងរឿងអីផងហ្នឹងមានសង្ឃដីកាថាញោមទាំងអស់គ្នាហ្នឹងមានប៉ះពាល់កន្លែងគេអត់ពួកគាត់ថាអត់មានប៉ះពាល់កន្លែងគេផងមានតែប៉ះគេអត់កន្លែងណាអត់គិតបកក្រោយវិញក៏ពួកគាត់នឹកឃើញថាប្រហែលជាដើមឈើដែលគាត់យកពីដីលំហែរបស់មេរបស់គាត់ហ្នឹងមកហ្នឹងជាលំនៅឋានរបស់គេលោកចៅអធិការគាត់លោកបានជ្រាបបានដឹងពីរឿងហ្នឹងហើយក៏មានសង្ឃដីកាទៅពួកគាត់ថាញោមថ្ងៃស្អែកហ្នឹងត្រូវទៅសែនទៅសែនប្រេនលាមាត់លាកកុំសុំកម្មាទោសគេកុំឲ្យគេខឹងកុំឲ្យគេអីចឹងទៅស្អែកឡើងនៅពេលទៅដល់ពួកគាត់មិត្តភក្តិរបស់គាត់នៅដេកស្លាប់ឡើយណាពួកគាត់បានរត់ទៅសែននៅកន្លែងតំបន់ហ្នឹងមែនតាំងពីព្រលឹមមកវិញមិត្តភក្តិរបស់គាត់ភ្ញាក់ល្មមមិត្តភក្តិរបស់គាត់ភ្ញាក់សួរគាត់ថាចេះចុញឈឺដៃឈឺជើងម៉េះមិនដែរអញឈឺម៉េះមិនជើងអញឈឺម៉េះកើតអីមានរឿងអីឲ្យយប់មិញពួកគាត់ក៏ថាចេះអត់មានចាំអីទាំងអស់អត់ផងដេកធម្មតាវាទៅជាអញ្ចឹងមិត្តភក្តិរបស់គាត់ទាំងអស់ក៏បានរៀបរាប់សាច់រឿងយប់មិញហ្នឹងទាំងអស់ទៅប្រាប់មិត្តភក្តិដែលមកមើលហ្នឹងអញ្ចឹងគាត់បានដឹងសាច់រឿងហ្នឹងហើយក៏ចាប់ផ្ដើមទិញសែនលាបំណន់មកតង់ទៀតអញ្ចឹងសាច់រឿងនេះក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណេះអញ្ចឹងក្នុងករណីនេះហើយដែលខ្ញុំជឿថាបងម៉ងបានមានប្រសាសន៍តាំងពី season 1ហើយខ្ញុំធ្លាប់ស្ដាប់ប្រសងជាច្រើនដែលគាត់បានទេសនាណែនាំនៅលើ YouTube ក៏មានសង្ឃដីកាដូចគ្នាដែរថាដើមឈើតាលើសពីធំជាងកពួនជើងដឹងតែមានអ្នកនៅហ្នឹងហើយហេតុអីវាមិនមែនថាដឹងថាមាន 100% មានថាអាចមានគេនៅអញ្ចឹងអាហ្នឹងគេហៅថាមកលមមតសហើយយើងស្រួលយល់ណាមកលមមតសផ្ទះនៅបានអូខេទុំបានបាទហ្នឹងហើយអូខេនេះគឺជាសាច់រឿងទី1ហើយអរគុណដល់ម្ចាស់សាច់រឿងសាច់រឿងដែលខ្ញុំលើកឡើងមិនមែនជាសាច់រឿងឯកទេវាមានសភាពខ្លីៗព្រោះសាច់រឿងឯកគឺជួបតែមែនទេសុំចឹងសុំពៀតណាប្រើថ្មីមាត់ដើម្បីរៀបរាប់សាច់រឿងជាបន្តតោះឥឡូវយើងនឹងស្ដាប់សាច់រឿងរបស់បងម៉ងវិញម្ដងហ្នឹងកើតឡើងថ្មីនេះមែនតើខែកដឹកយើងនេះទេខែ12គាត់ហ្នឹងក៏
សេរីថាគាត់ដូចជាភ្ញៀវអញ្ចឹងណាគាត់ណាត់យើងមើលផ្ទះមើលអីធម្មតាតែមួយរយៈហ្នឹងខ្ញុំតែងតែនាំគ្នាខ្ញុំទៅម្នាក់ទៅរហូតជាមួយគ្នាព្រោះពេលខ្លះខ្ញុំធ្វើការលើឡានអញ្ចឹងខ្ញុំឲ្យគាត់ជួយបើកឡានអញ្ចឹងទៅខ្ញុំមើលការងារអីតិចតួចបានព្រោះទម្លាប់របស់ខ្ញុំពីមុនអត់ទេពីមុនខ្ញុំអង្គុយលើឡានទូគេបើកខ្ញុំចុចទូរស័ព្ទគឺខ្ញុំក្អួតទេអញ្ចឹងគឺខ្ញុំទម្លាប់ដោយសារតែការងារយើងរវល់ត្រូវវឹកហាត់ខ្លួនឯងឲ្យបាត់អាបញ្ហាពុលឡានពេលចុចទូរស័ព្ទនេះអញ្ចឹងក៏តែងតែនាំគាត់ទៅតែលើកហ្នឹងគាត់អត់បានទៅដោយសារតែគាត់ប្រឡងហ្នឹងហើយគាត់ប្រឡងអញ្ចឹងខ្ញុំក៏ជិះទៅដល់ទីតាំង location ហ្នឹងទីតាំងនិយាយអង់គ្លេសតិចគេថាយើងនេះទៀតណាទីតាំងដែលគេដាក់ឲ្យយើង handy ហ្នឹងណាខ្ញុំឃើញបឹងឈូកមួយស្អាតមែនទេធំមកមើលទៅយើងគិតថាបឹងឈូកនេះបើវារីកការទាំងអស់ប្រកាសជាស្អាតតោះមកយើងមើលឲ្យជ្រៅទៅទៀតយើងឃើញថានៅហួសបឹងហ្នឹងគឺមានផ្ទះបុរីហ្នឹងហើយបុរីហ្នឹងអញ្ចឹងដូចបឹងពីមុខអញ្ចឹងដូចបឹងអញ្ចឹងផ្ទះនៅហ្នឹងហើយអាកែងមិនចេះក៏បឹងដែរយល់នៃខ្ញុំបឹងដូចបឹងអសអញ្ចឹងដីហ្នឹងនេះខ្ញុំមើល map បដាវាអត់ទាន់ឆ្អល់ថាដល់ទេបាទប៉ុន្តែខ្ញុំសង្ស័យថាបុរីហ្នឹងហ្នឹងហើយដល់ពេលខ្ញុំជិះទៅទីទៀតក៏ឃើញច្រកចូលហ្នឹងគឺមានដើមឈើពីរជួរសងខាងប៉ុន្តែមិនមែនជាលក្ខណៈដើមឈើដែលគេដាំលំអបុរីទេជាដើមឈើដែលយើងមើលទៅជាពីមុនអាចថាជាដើមឈើធម្មជាតិព្រៃប៉ុន្តែគេឆ្ការផ្លូវធ្វើជាផ្លូវបុរីប៉ុន្តែគេឃើញដើមឈើល្អគេទុកដើម្បីលំអដើមឈើហ្នឹងគឺមានតាំងពីយូរណាស់មានយូរណាស់ហើយខ្ញុំក៏ជិះហួសទៀតដោយសារតែ map វាអត់ទាន់លោតអាសញ្ញាណ QQ ថាយើងទៅដល់បាទទៅដល់នឹងហួសអាហ្នឹងបឹងទៀតបឹងឈូកនឹងដដែលហើយខ្ញុំមើលទៅគឺបុរីទៀតមេថាបុរីហ្នឹងមើលមកគឺដូចកដាលបឹងអញ្ចឹងបាទប៉ុន្តែខាងក្រោយអត់ទេខាងក្រោយដីទេប៉ុន្តែបឹងទៅខាងមុខទេដូចថាគេទិញដីបឹងមិនទាន់បានទេអញ្ចឹងណាគេទុកនៅហ្នឹង map ក៏វាលោតបញ្ជាក់ថាយើងហួសហើយអ៊ីនធឺណិត slow យើងក៏បកមកវិញចូលមកដល់ច្រកទ្វារបុរីហ្នឹងបាទយើងបត់ឡានចូលធម្មតាហើយខ្ញុំមានអារម្មណ៍ថាការគិតរបស់គេល្អដែលគេអត់កាប់ឈើចាស់ចោលប៉ុន្តែគេយកឈើហ្នឹងមកឆ្នៃកន្លែងណាដែលអាចទុកបានវាទៅជាសម្រស់លំអមួយដែលមើលទៅគឺធម្មជាតិពិតបាទដែលមានបឹងជុំវិញទៀតបឹងសងខាងខ្ញុំជិះទៅក៏ឃើញមានអ៊ំម្នាក់ដែលគាត់អង្គុយលើអតេះបាទគាត់អង្គុយហ្នឹងគឺមិនមែនអង្គុយលើផ្លូវទេគាត់អង្គុយផ្លូវវាមានចើមមាត់បឹងណាដីព្រមដើមឈើហ្នឹងគាត់អង្គុយហ្នឹងតែគាត់បែរទៅបឹងបាននៅបែរខ្នងមកថ្ងៃហ្នឹងហើយបែរខ្នងមកខ្ញុំគាត់អង្គុយបែរទៅបឹងហើយអត់មានអ្នកណានៅទេហើយនៅលើអាខ្នងប៉ាអ៊ីគាត់ហ្នឹងមានរូប sticker រូបបិទតុក្កតាទួយហ្នឹងហើយមានលេខធំមួយគេដាក់លេខ2ជាលេខ2ខ្មែរហើយមានតុក្កតាទួយខ្ញុំគាត់ថាអូនៅក្នុងនេះប្រហែលជាមានមណ្ឌលថែរក្សាមនុស្សចាស់ឬមួយក៏មិនប៉ុន្តែខ្ញុំក៏គិតមួយទៀតថាដូចប្រហែលណាមិនបានឲ្យគាត់មិនអញ្ចឹងបើគាត់ជ្រុលតែមិនតិចឬមួយក៏គាត់ទុនខ្លួនទៅមិនទៅបឹងតាមអ៊ំចាស់ហ្នឹងគាត់មានបច្ចុប្បន្នប្រហែលដែរអត់ទេប្រហែលជាខ្ទង់50ជាងតែព្រោះខ្ញុំអត់បានឃើញមុខទេខ្ញុំឃើញតែក្រោយប្រហែលអត់សក់ទេគាត់អត់មានសក់ហ្នឹងហើយតងៅហើយមានស្នាមដេអញ្ចឹងណាហើយខ្ញុំអត់គិតថាអីខ្ញុំគិតថាហេតុអីក៏ឲ្យគាត់មកនៅនឹងម្នាក់ឯងវាគ្រោះថ្នាក់ណាស់ខ្ញុំក៏ជិះទៅហួសបន្តិចទៀតខ្ញុំក៏ឃើញនៅខាងស្ដាំដៃហ្នឹងតែខាងឆ្វេងដៃហ្នឹងដដែលហ្នឹងជួមួយអ៊ំហ្នឹងទៅជាមានប្រភូមិសម័យឥឡូវឯងប្រភូមិសម័យឥឡូវអាម៉ូតសម័យឥឡូវពណ៌មាសប៉ុន្តែវាមិនមែននៅលើដីច្រាំងមាត់បឹងហ្នឹងឯងវានៅក្នុងបឹងអញ្ចឹងប្រហែលបើយើងដើរទៅត្រូវចុះទឹកបឹងហ្នឹងប្រហែលជាខ្ទង់1ម៉ែត្រកន្លះអីមិនទៅដល់ប្រភូមិហ្នឹងយល់អញ្ចឹងប្រភូមិហ្នឹងវាមានសភាពចាស់មែនតើហើយវាមានពងខ្យងកាឈុបអីពាត់ជុំវិញអញ្ចឹងទៅប៉ុន្តែបើយើងមើលឲ្យលំអិតបងនៅលើថារៀនប្រភូមិហ្នឹងគឺមានដុំបាយយើងមានឃើញមានរបស់សម្រាមដុសផ្សិតពណ៌លឿងពោតស្ករគ្រាប់ជាសំណែនចាស់បាទហើយយើងមើលហ្នឹងយើងមិនថាចុំមានអ្នកសែនខ្ញុំក៏គិតថាអូខែវស្សាទឹកឡើងដឹងយល់ហ្នឹងហើយខ្ញុំក៏មើលមកឃើញមានជើងធូបដែលគេដោតតល់នឹងដីមាត់បឹងអញ្ចឹងខ្ញុំគិតថាអូខ្ញុំយល់ហើយថៃបានបឹងហ្នឹងគេអភិរក្សឬមួយក៏គេទុកដោយសារប្រហែលជាមានរឿងហេតុអីចឹងខ្ញុំក៏នឹកឃើញថា
sai bọn bởi nhóm mà đòn đi hai bữa luôn nè diêm lần đi từng tôi từng thông từng nhóm squad cái đây mà nhóm squad cái đây nó nhóm xôm mà đi chỉ chân sai xôm chạy tê chạy không cồm nữa là mình nhóm luôn từ rộp hiệp ăn trai ấy tê chân xôm vô nơi cầm lặng bon nhóm hái có từ ti nọ nắng to từ ti tha bỏ lúc bên cho ấy chân từ nhóm có bo mà đó chọa chỗ bờ rẫy chọa chỗ bờ rẫy nhóm mơ cả trọ khỏi nhóm khơi nắng bông ta của nhà tè châu bờ rẫy đại nhóm có cha tốt ta bếp cầm lắng hùa nơi lơ khươn play nó vì miền đông thon chào nó hùa hay nhóm cất tha quạt bà hai chỉ miền cầm lắng giống nhóm có cha bảo đảm ấy đấy sòn sóc có xua tha nà cái đai mà họ nà cái nhóm tha ở nhóm mặt tè lịch ni còn miền sòn sóc với tiết chi căng mà ru mà mới có chụp ngõ lục hủ chân sai mông ta có chó tới tè nông ấy có sông hay xua dương tha miền thọt tiết ớt đây ớt chân á nhóm thằng của sao chua bông ơi hay cả nâng dương phèo có tha lên sau chứ tha lên miền mọi lô ngay chẳng ấy nè chứ có tha ớt đấy chơi bong trâu cho chứ nhóm có bo lan chó bồ rầy nó cứ miền sập hiệp sạch còn tay miền tè phía chớn này mình toàn lụa chỉnh thì thua háo ấy ta toàn lụa chỉnh còn tay miền tè lá lan từ nợp này thì mình hiệp đục dương củi lại thì thế nhóm pe nhóm bọt lán nhóm khơi con pi nè mười bo mà nè có chảo mà lan nhóm hay còn vậy tha sẽ đi nhưng mình phải uống chỗ mình lư còn vậy tha khủ chân sai máu ấy trong sai ten nữa ấy ấy nhóm có bọt lan bạt từ đăng ta pe để nhóm bọt lan bạt nhưng mình chỉ mơ lại lệ kể lại lệ là bị tè cho cái đạo lịch tè lịch mán nhưng mình thử mơ của mẹ đo bờ rẫy vía là ớt á mẹ vì ớt security chắc như thử mưa lịch tè nhưng mình thử mưa tới nhưng mình thử khơi cái trọ gì nâng cầm bông đã rồi nhà tè màu tiền vậy tôi tam anh chọn món nè phần đấy mình mẹn tam cụt lan nhóm thế đời sao tại chọ bờ rẫy nắng bia dương trâu chứ miền plei mà thoáng chứ còn miền plei bẩn chứ nhóm bọt phần đấy nhóm khơi quát khuẩn tè tới vậy tới phọt ớt bọt tam nhóm tha nè nơi bờ rẫy ớt mót ở trong mà đỏng đọt tè nó cặp tè gọn nó cứ nơi lơ xuân để nhung ớt bọt nó mình thử mẹ thay nhung trâu không thuê mót ta mà tè nó bàn tè quát nơi lơ plei nâng một bọt khô đời sao tại ấy cái đã plei muối hay plei để nhung chi nó cứ muối vô ngày nhung bọt khô nhung có viên mà trâu mà nhung chót một tè nằng quỳnh một tè nó cứ gọn miên xuân cả đá hay bàn miên tè mùi tiệt mình ta play xuân cả đá đó là dồn lại nhung cho tới đó nhung còn rẻ tệ dương thom ở đây admin vậy ấy chở này hay tè có ad này tè con cứ ad dương admin ấy cu để sang say thằng cu ấy khai tỉ nhung có khơi vào phum có đã bài chỗ trong thì tè thom ở đây nó người thử ấy nhung từ ớt khơi cả nạt có hôm mà đúng cà tha mà sờ lấp bật bị non bật bị non bập phum chẳng bên đây tha dương nè tè dương bên bập phum nè tha có bật ở so chân nữa chẳng sớm máy tha so chân nắng tới chia cà tha hãy miên trường piên muối đã cả nạt có hòm nhóm của xu qua tha bong bập phum nắng thì kì có tha có mẹ bập phum tê có nắng miên nè muối núng hẹp với con hiểm chân làm bay ở tè nắng sọc chẳng có hiệp từ nhóm có đinh đao su noa mấy đây ở dương chân sái cái thôi trăng sóc có thơ tam tiền tây dương có chỗ đó không tè chỗ đó không tè nhóm khơi hăng đi đây hăng để cái tùm slap bay cho năm nước bản đáy miên rụt thọt đi miên tại có chương thiết cặp bông chương thú bản này mẹ so chân tiền mẹ so chân cứ tiền có hòm sọt miền ấy tao nó khơi tại thế đấy hụt thọt của miền chỉ tôi tới cứ thấy miền hụt thọt chỉ phía cho nó cứ cái đậu thọt bản đấy tiền nó cứ ở đậu thọt nhóm có chờ lắng nhóm có đăng thạ bây giờ làm nhóm có số qua thạ nè nè cái khôi đại mến đi môi có hăng ấy cái đáy bản đấy nhóm khơi tại thiết nhóm đang là hăng nè khôi vậy có thể ở bục mày quạt tớp tại khôi như ngày chẳng dương có xua đinh đào đấy buộc lại chun cá đồng bón khô khné à cha bón khô khné ai dương cái tham mình đậu thọt Việt đang tập play vì ai khóc vì dương khơi hồi đó mình đấy có biết mình ai chỉ khóc ấy ngôn này chứ như có xua đinh đào thà bởi dương xua tới ai tha
គាត់មានមិនតើក្នុងចិត្តថាបនហ្នឹងគឺគាត់ធ្វើខុសច្រើនអីចឹងកុំឲ្យមានមិនតើចឹងយើងមកឆែកទៅផ្ទះចឹងស្អីតែពេលហ្នឹងគឺប្រពន្ធគាត់ចុះមកគាត់អង្គុយនៅហ្នឹងហើយគាត់ថាផ្ទះហ្នឹងពួកខ្ញុំចង់រើចេញហើយលោកគ្រូតែពួកខ្ញុំស្ដាយផ្ទះខំកអីគេសំលុយបេះបោចមកម្រាំបានបងគេដំបងហ្នឹងឥឡូវហ្នឹងស្ដាយឲ្យនៅអត់សោះ បាទ ពួកខ្ញុំនៅអត់កើតទេបានមានរឿងប្រភូមិនឹងមកហើយបងពួកខ្ញុំក៏ស្ងប់សុខមួយរយៈតឥឡូវវាមកទៀតទៅជាប្រពន្ធខ្ញុំនេះឈឺអត់ឈប់កូនដែលគាត់មានក៏រលូតច្រើនដងទាំងបញ្ហាសុខភាពអត់អីទេ បាទ ខ្ញុំថាអត់អីទេអញ្ចឹងខ្ញុំជួយប៉ុណ្ណាខ្ញុំជួយប៉ុណ្ណឹងប៉ុន្តែរឿងបញ្ហាកូនមើលវិជ្ជសាស្ត្រផងតាមពេទ្យផងវយើងមិនបានធ្នមខ្លួនឯងកុំប្តេកផ្ដួលគាត់ថាជំនឿពេកគាត់ថាពីមុនអញ្ចឹងដល់ក្រោយមកភាគរយជឿលើជំនឿចង់ច្រើនជាងលោកគ្រូព្រោះទៅដល់ស្រុកក្រៅក៏គេថាអត់អីហើយគាត់នៅផ្ទះគាត់ឃើញប្រពន្ធគាត់ផ្ទាល់ភ្នែកមានប្រវត្តិមួយហើយលើកទី2 មកតែប្រយ័ត្ន ត្រូវតែប្រយ័ត្នឲ្យធ្នមខ្លួនមិនធ្វើអីទៀតប៉ុន្តែទៅជាអត់ទៀត បាទ ដល់ចង់ថាអញ្ចឹងខ្ញុំក៏ប្រាប់ថាអត់អីទេហើយខ្ញុំក៏ថាចុះពោះហ្នឹងនៅមានបញ្ហាអត់គាត់ថាឈឺពេលខ្លះលមូលនេះលមូលនោះប៉ុន្តែអាសាឈឺជួនកាលអាលៀកពវៀនអាលៀកកាពះមេរោគកាពះអីវាចេះតែមានរហូតចឹងទៅខ្ញុំថាអូអាហ្នឹងប្រហែលជាអាកាសធាតុប្រែប្រួលផងចំណីអាហារយើងផងអីចឹងទៅខ្ញុំក៏ឲ្យគាត់ទៅធុកជំនាញផ្ទះអញ្ចឹងមានន័យថាចេះខ្ញុំបងឯងជាប្តីគាត់ប្រពន្ធនេះគាត់ទៅឲ្យធុកជំនាញផ្ទះលើមុខយើងមិនមែនតែមើលគាត់អុចគ្រប់ដំណាក់កាលទេមែនទេខ្ញុំមិនងាកមកសួរបងឯងបដាលួចមើលគាត់បដាអញ្ចឹងនិយាយមួយបងថាផ្ទះនេះទិញប្រហែលម៉ឺនទិញតាំងពីពេលណាមានដឹងប្រវត្តិបុកគ្រឹះអីអត់ខ្ញុំក៏មើលឃើញប្រពន្ធគាត់ពងទៅអុចទូកែដែលកែឆាច់លើកណែអុចហ្នឹងគេលូកចូលទៅដោតប្លង់ដេក័រជំនាញផ្ទះវានៅក្នុង បាទ កំប៉ុងជើងធូបនៅក្នុងគាត់មិនត្រូវឆោងទៅដោត អូកំប៉ុងជើងធុងនៅក្នុង ហ្នឹងមានថាគេធ្វើអាទូហឹបដេក័រហ្នឹងអ អ ញ្ចឹងគាត់ត្រូវឆោងទៅដោតនៅក្នុងហ្នឹងអញ្ចឹងខ្ញុំឃើញគាត់ដោតខ្ញុំក៏និយាយក្នុងជាទូទៅខ្ញុំពេលដែលគេដោតខ្ញុំនិយាយថាខ្ញុំជាចិនខ្សែសូមមកឆាយផ្ទះតែគាត់តែខ្ញុំងាកទៅខ្ញុំជាចិនដៃពីរខ្មៅក្រឹបលូកចេញពីជំនាញផ្ទះចាប់ពោះគាត់យល់ហើយអូហិតទៅវិញខ្ញុំអត់ខុសពីសន្តិសុខថាទេតែហ្នឹងហើយយ៉ាង ពេលហ្នឹងយើងចាប់ផ្ដើមអាខាថយក្រោយវិញថាហេតុអីមិនសន្តិសុខនិយាយចឹង ហ្នឹងហើយតែខ្ញុំធ្វើធម្មតាដោយសារអីកុំឲ្យគេថាយើងនិយាយរឿងខ្មោចនេះតែផ្ទះគេទាញអីខ្មោចទាំងអស់ យល់ អញ្ចឹងធ្វើធម្មតាអត់មកទេតែឆៃផ្ទះគាត់ខ្ញុំពងថាវាស់ក្តារអាទ្វារផ្ទះគាត់មុខនេះឈរវាស់ហ្នឹងយើងមិនកាន់ក្តារមើលហើយយើងមិននៅលើក្តារវាមានអក្សរ បាទ ពងតវាស់ហើយយើងមិនត្រូវមើលថានឹងចំទ្វារអត់ងើបទៅអ៊ំហួញអតេះហ្នឹងមកទៀតប៉ុន្តែគាត់អ៊ំកាត់ពីមុខលបង កាត់នៅផ្លូវ បាទ ខ្ញុំក៏អត់មកអត់ក៏ខ្ញុំថាផ្ទះនេះដូចជាអត់មានខុសអីទេបើមើលទៅលើក្បួនទ្វារផ្ទះទិសផ្ទះដូចជាអត់មានបញ្ហាខ្ញុំក៏បែរប្រាប់គាត់ថាជំនាញផ្ទះហ្នឹងអ្នកណាអ្នករៀបគាត់ថាគាត់រៀបតាម YouTube ចេះខ្លួនឯង ហ្នឹងហើយប៉ុន្តែគាត់រៀបអត់ខុសទេមកបញ្ជាក់ថាមិនរៀបមិនខុសទេគឺត្រូវតែហេតុអីបានខ្ញុំឃើញតែអត់ខុសទេអត់រៀបអត់ខុសទេមានថ្មមានអីចឹងយើងអត់ខុសទេព្រោះផ្ទះយើងនិយមដាក់អាថ្ម បាទ មាសស្រួយ7ពណ៌ត្បូងអីហ្នឹងអត់ខុសទេខ្ញុំថាអត់អីចឹងបងជំនាញផ្ទះបងក៏ល្អដែររៀបទៅក៏អត់ខ្វះមុខខ្វះក្រោយដែរអញ្ចឹងខ្ញុំគិតថាតែនេះប្រហែលជាខុសជាន់លើអីដឹងខ្ញុំក៏ទៅដល់កន្លែងចក្រានបាយ ខ្ញុំមិនដឹងថាហេតុអីមិនជឿខ្ញុំញ័ររហូត ខ្ញុំវាស់ដល់ចក្រានបាយនៅខាងក្នុងខ្ញុំអត់បញ្ហា បាទ យើងមិនមានសល់តយ៉ាប់ខាងក្រៅដើម្បីធ្វើចក្រាន ខាងក្រៅ ខាងសើមខ្ញុំចេញទៅដល់មួយចំហៀងគាត់ដាក់ចក្រានសើមមួយចំហៀងទៀតគាត់ស្តុកអីវ៉ាន់ខ្ញុំឃើញរត់តេះ បាទ តែបត់ បាទ រុញ
bọt tục nhóm có ọt mọt ọt cọ đấy vừa dương mưa khơi mà plét dương mày đăng sách cả nát đây là việc bệnh dương mày cho nằm bán dương có cất ha dí chú bạn hay là tem ấy còn láng đó cho anh tìm mũi nhóm lang tới đây bốn con lang muốn xây tại nhóm lang ban mà chón nhóm lưu xong đến cái cút mò nhóm thà bong nơi lứa miền nè nứ cho ta ở tới nơi tập pin nè ấy tên đi nơi lên cao ở đây lục cụ ở miền nè nứ nơi tại nhóm pin nè thì láng đó có tốt cho anh ti mũi master room của tập tụng mê của xa kháng mục khơi tha hiệp tu hiệp cật trọng ấy với ọt miền passport tận này để thằng năm ấy pu lơ ấy có ọt này vì miền không thì tôi mến tham mình miền này của tao ra cũng có đã tụ đây không phải lại còn đại chứ những ai còn chạy vì họp ấy nhóm có ba về rằng đa khéo chứ tranh tới ớt mở ba nè đi mà nè ông coi nơi lơ sò thuê té sò thuê té chứ mình biết à ta so Việt Nam là mấy cái khang khéo chọt lấy là bọn chọt lan á bạn thuê mất lại chọt lan á là bọn đó mình biết ta so hết mình biết cái thư thuê kia mình chọt mà ta so pi này cối nơi lơ nắng tầm dòng trứng sọ ven đỏ đấy được lại cho mong ngày nâng trong mà này kiên cối bay một mong ngày một à đấy tụi tha ta nhóm nơi lơ nó pung tầm mưa cho mau chứ bị mẹ nó cối ấy tầm dòng chứ sọ ven đỏ đây hay cua na bọn sọ ven đỏ đây á cối lơ là bón á nhóm còn nghĩa bao vấp chụp miền này là mạnh cối lơ là bón cua năng miền này trơn cái đỏ đây này sọ đỏ tay chưa đỏ tì miền ta bón vô lại à ta so khang nó là bón nó quất cối lơ à tộc bài chả nắm thật tiếng mình biết nằm pool cái nằm pool là cái nó à ta so đặng pool nó cứ cối nơi cái này nó tay có miền pool tì vô thấy cho bao nhiêu tụi nhóm chẳng nhóm có nghĩa tụi mình vâng theo một ngày miền nè thái vô thùng hới cải thiện miền lục hồ miền nhóm đơn là miền chờ nè hay bộ nhóm nơi nỉ bộ nhóm nơi sầm pia đó bon ơi chơi mùi cho bị nhưng bạn ấy với bon kia là o đi cũng thưa ấy kia nhóm vậy chân nằm bây cùng mỗi quạt thầy còn bật to lang đo trả đá nữa lưu tiện phắc nhưng ta bom bên là cái cua thơm mò ấy có thay lục hồ lư đai không cụ nhóm ơi ta kênh giúp cái hạt bán là sao ta cua thơm mò nó thành đừng ra này nè cua ơi ta hiệp ta liều bực kênh lụa móng ở đây vậy ta bật tu sập hiệp kê liều nó cứ cua là hốt cua mình ca là tha nữa nè cứ cua cái vô đông thơm mò pi mà cua kia đôi bạch cả phượng á có thằng con kê cả đo ta quát lụa móng lên ấy và nãy lên ấy nó cứ to bị quát hiệp một phút chẳng hạn thì nhóm lang tao đó cho anh tí pì cả túc cả một tao đại cả túc té miếng khè này cho người mình thằng cái đại cả túc khè thông mới cả thè này cho người muối ấy nên nó miếng nào miếng vạn ly ấy cái stock ấy chẳng đấy nhóm có khơi miếng hụt thọt bật cả nát bật ấy chẳng lẽ ta nhớ ban ba mới nè buổi cái bật cả nát nhưng khai ta hụt cái lẹ cái ấy mở những khơi như mơ thì trong miền hụt tôi thôm miền vạn ly miền ấy là nặng pin nhóm còn đá màu vẽ đằng đa cả một tiết làm bấy trong đăng thám nới tiết ọt này vô lần này nhung ấy bạn đấy khơi ôm hồi nhà tay nắng nơi xuống mà khang thiệt mẹ là play một thế play mà lộn xuồng nhóm hai đi có hạt pran mo mé có ọt chạm vào đó bài luôn mà vĩnh coi lơ tu cả chóp thuê về đằng đá bạc má khinh khè con đã tu cả ai chứ nó lơ tu cả ai quát mỏm đó bị đá với so bảo lọ coi bọt cả ba lơ bị đá lơ tu ở đấy à men cho chạy là việc thằng nhục thần coi ai thoáng ma bàn tay viết tên trắng trắng nhóm có phép ta bong cho khóm ọt ba này cho khóm bong nhóm nơi lên ba này cho khóm nhưng cho khóm nó làm gì nè rút cho đó khóm nhóm mình đang thay nhóm khái như mùi nhóm rút muôn quạt nhóm bị cho trả đá tôi chỉ cho muôn quạt cho mà đó khóm mình vạ đó bạn cho tỏ đây nó mình biến chuyển đến các kèm đã kiên trả đá chứ nhóm một mấy nhóm khơi trướng pi cú vía cho chuyển đến tiền tại khơi ta khẩm cỏ trơn như thế này khơi cặp pu này đôi mình được vía cho ban so ta co trướng là những khơi
អូចឹងបានន័យថាសន្តានវាហ្មង វា បាទ ចូលក្នុងជំនាញផ្ទះតែខ្ញុំឃើញត្រឹមតែកជើងនឹងទេហើយ flip ចូលជំនាញផ្ទះបាត់ខ្ញុំប្រាប់គាត់ថាបងជំនាញផ្ទះហ្នឹងមានរឿងហើយបើឯងប្រាប់ខ្ញុំត្រង់មកតើមានបញ្ហាអីគាត់ថាអត់អីតែខ្ញុំទៅនិយាយគ្នានៅខាងក្រៅផ្ទះ បាទ គាត់ថាចឹងលោកគ្រូឃើញដូចខ្ញុំដែរខ្ញុំមិនដឹងថាគាត់នឹងមកពីណាទេប៉ុន្តែពួកគាត់ធ្វើឲ្យពួកខ្ញុំនៅអត់សុខឯងគាត់ថាពេលគាត់មកនៅផ្ទះនេះដំបូងគឺសុខឯងអត់បញ្ហាតែដល់ពេលដែលឪពុកក្មេកគាត់ឡើងមកនៅជាមួយឪពុកក្មេកគាត់ចាប់ដើមមានសុខភាពទ្រុឌទ្រោមអត់ស្រួលមានម្ដងនោះគាត់ពងតែឈរលៀងឡានខ្លួនឯងមុខផ្ទះបាញ់តយោពាក់ខោខ្លីដោះអាវលៀងឡានធម្មតាបាញ់លើហើយគាត់បាញ់កង់ឡានបាញ់អាកន្លែងផុកឡានណោះបាញ់គាត់អោនទៅបាញ់ខាងបាតក្រោមឡាន បាទ គាត់ឃើញដូចសក់បន្តិចមិនដឹងថាជាប់ស្មៅបន្តិចដែលវាចេញពីបាតឡានដូចទើកន្លែងកស៊ីម៉ាំង យល់ គាត់បាញ់ទឹកហើយវាជ្រុះវាមិនជ្រុះគាត់ក៏ទៅយកប្រដាប់គៀបខ្ជូងដើម្បីគៀបចេញមកដល់អោនមកគឺឃើញមនុស្សស្រីម្នាក់កំពុងតែងាកមើលគាត់ដេកនៅក្រោមឡាននឹងតែម្ដងសឡឹងមកគាត់ភ័យពេកគាត់ភ្ញាក់បោះចោលដួលអុកគូតទៅក្រោយភឺឪពុកក្មេកគាត់ដើរចេញមកសេចតែដើរចូលទៅវិញដើរមកដល់ទ្វារហើយដើរចូលទៅវិញប្រពន្ធគាត់ហត់មកដែរគាត់ថាហើយប៉ាមិនហ្នឹងឃើញកូនម្សាប្តីខ្ញុំដួលហើយអត់ជួយមិនមករត់ទៅវិញហើយនៅប្រពន្ធហ្នឹងមកគ្រាប្តីឡើងប្តីថាបងឃើញមានខ្មោចបងឃើញមានមនុស្សស្រីវាចូលផ្ទះយើងហើយវាចូលផ្ទះយើងហើយបងឃើញក្រោមឡាននេះមកបាញ់ទឹកមិញហើយក្នុងឡានយើងមានសក់ទៀតហើយគាត់ថាមិនព្រមប្រាប់អូនបើមានសក់ចឹងមិនព្រមប្រាប់មិនបានមកធ្វើអីចឹងបើសង្ស័យចឹងប្រាប់គាត់លួចប្រាប់ខ្ញុំពេលហ្នឹងណាហ៊ានប្រាប់សក់មនុស្សស្រីក្នុងឡានហើយប្រាប់ប្រពន្ធថាមានសក់មនុស្សស្រីមិនរឿងធំ បាទ គាត់អត់ប្រាប់គាត់សុទ្ធចិត្តបញ្ញាប់ទៅយកអាគៀបនោះមកគៀបចេញទៅជាឃើញខ្មោចហ្នឹងគាត់ក៏គ្រាកប្រពន្ធគាត់ចូលទៅក្នុងផ្ទះឃើញឪពុកគាត់កំពុងតែលើកកែវនៅចំនាងផ្ទះអង្គុយផឹក អូ លើអាកែវដែល5ហ្នឹងផឹកឲ្យគប់ផឹកឲ្យគប់ហើយដល់ពេលហើយបានកូនប៉ាគាត់ដួលភឹសត្រូវក្បាលខាងក្រោយហើយចាប់ដើមដើរលេងរួចស្ពឹកជើងក៏គេងនៅកន្ទប់ជាន់ទី2គាត់ថាមានម្ដងនោះប្រពន្ធគាត់ម្ដងកំពុងតែអង្គុយបុកសាច់ត្រីធ្វើទឹកគ្រឿងអង្គុយបុក បាទ ស្រីគាត់មើលទៅដូចធុងទឹកអ៊ីណុក ធុងស្តុកទឹក ហ្នឹងហើយ បាទ អ៊ីណុក បាទ ហ្នឹងហើយគាត់ឃើញប៉ាគាត់ហ្នឹងដើរចុះមកហើយប្រាប់គាត់ថាអាមន់សែនចំនាងហ្នឹងអញស៊ីបានអស់ណាហើយប៉ាកូនទូបែងឃ្លានហូបចុះអស់ធូកអីអញដឹងថាអស់ហ្នឹងអញចុះមកយកស៊ីគាត់ក៏យកមន់មួយហ្នឹងឡើងទៅក្នុងកន្ទប់អង្គុយញ៉ាំហ្មងអត់មានកាប់ទេកាន់មួយចានដើរតុកឲ្យកូនហើយប៉ាអត់កាប់ទេហែកស៊ីចឹងមិនឆ្ងាញ់ហើយដល់ពេលទៅក្នុងកន្ទប់គាត់ហែកអីចឹងធម្មតាមើលគាត់ចុចទូទាស់មើលអីធម្មតាគាត់ថាពេលដែលគាត់ឡើងទៅតាមប៉ាគាត់ស្រាប់តែគាត់មិនឃើញប៉ាគាត់ហូបទេទៅជាឃើញមន់ហ្នឹងនៅកលៀតមុខកន្ទប់ទឹកប៉ាគាត់ដែលងឹតតិចតិចអង្គុយមានសម្ោមួយអង្គុយហែកស៊ីប៉ុន្តែដៃចេញពីកន្ទប់ទឹក យល់ មានន័យថាមន់ហ្នឹងដាក់នៅកម្រាលជើងរៀបចូលទឹកទឹកវិញដៃហែកស៊ី នៅក្នុងកន្លែងងឹតលោកដៃហែក ហ្នឹងហើយ យល់ គាត់ថាប៉ាមិនទុកមន់ហ្នឹងប៉ាថាអញស៊ីអស់ហើយអញទុកហ្នឹងទុកលើពុកមិនស្មៅអានោះវាចិត្តធុងសម្រាមតែគ្រាន់ប៉ាចាំយកចុះក្រោមតមកបំប៉ាគាត់ដួលហ្នឹងមុនហ្នឹងអាឡងបែបហ្នឹងគឺឡងមុនឃើញនាងឡានហ្នឹងដល់ដួលហើយគាត់ចាប់ដើមដើរលេងរួចទាំងអត់មានត្រូវអីសោះប៉ុន្តែក្បាលគាត់គឺមានផលប៉ះពាល់ខ្លាំងរហូតដល់មានវះដល់ហើយអស់ប៉ាគាត់ចេះតែមកមើលឃើញថាអញអស់ពវៀនហើយអូអញដេកអត់យប់ទៀតអញខ្លាចយប់អីចឹង1 2ម្លងបានប្រហែលថ្ងៃ
ផ្ទះជាប់គាត់ហ្នឹងមានគេនៅដែរគេមុនលោកសូត្រមុនគេអត់ហៅគាត់ទេតែគេហៅអ្នកភូមិទាំងអស់មកម្ លងផ្ទះមួយ ហ្នឹងហើយស្អែកទៅពេលទៅប្រហែលជាគាត់គិតថាខ្លាចអ្នកចិត្តខាងអន់ចិត្តដែលម្ចាស់ផ្ទះសូត្រមុនហ្នឹងគាត់ដើរមកប្រាប់បងប្រុសហ្នឹងមិនមែនខ្ញុំមិនហៅទេប៉ុន្តែមិនដឹងថាប្រាប់អូនឯងជឿអត់ទាំងគេទាំងពូផ្ទះថ្មីស្រឡាញ់ស្ទើលេបគាត់ថាមានទាំងអីពូអ៊ំសូត្រមុនហ្នឹងគឺសូត្រមុនការពារផ្ទះពូទេអូនកុំភ័យណាកថាយ័ន្តក្រហមដែលបិទនៅអញ្ចឹងដែលទល់មុខផ្ទះអូនឯងហ្នឹងគឺអត់មានឲ្យអូនឯងរកស៊ីខាតរកស៊ីធ្លាក់គឺការពារផ្ទះពូទេ យល់បាទ គាត់ថាមិនទៅពូកូនស្រីពូស្ទើឈួតដែរកតុបគាត់មួយកតុបជន់អូនឯងអាទី2ហ្នឹងកញ្ចក់ឆ្លោះគ្នាយប់ឡើងវាឃើញមនុស្សស្រីតោងចំណងដែកអឺតមកកតុបវាប្រាប់ខ្ញុំអត់ជឿ បាទ ពី3យប់ក្រោយទៀតវាទៅដេកកតុបវាវិញតែស្អែកវាខ្លាចវាមកដេកកតុប ដូបទៅគ្នា បាទឡើងទៅដេកទៀតស្រាប់តែវាមិនដឹងថាទៅវាថាវាទៅទាញវាំងនោនបិទប៉ុន្តែអាពេលវាទៅទាញហ្នឹងគឺវាឃើញប៉ាអូនឯងហ្នឹងដើរមិនរួចហ្នឹងគឺគេអង្គុយសកត់ពីលើលោកដៃចូលស៊ីពោះប៉ាអូនឯងអត់ដឹងខ្លួនងាកមកមើលវាសតតា ឈាមពេញហ្នឹងបតាពេញហ្នឹងវាឈួតវាលែងស៊ីបាយវាជ្រុះសក់ទៅវត្តទៅអីក៏វាមិននិយាយទៅគឺវាគាត់ថាកូនអ៊ំឈួតមកបានអ៊ំសូត្រមុនហ្នឹងដល់ហើយបានគាត់ប្រាប់ថាពេលដែលឪពុកគាត់ខូចឪពុកគាត់ផ្ដាំថាចាំយកប៉ាទៅដាក់បឹងផងតោះមកកូននឹងក៏អត់ដឹងបឹងអីទេក៏អត់មកអត់ក៏មុននឹងផុតគាត់ឆ្អល់ទៅលើហើយគាត់ដាក់ដៃលើពោះគាត់ផុតបាត់តាអាចារ្យចិត្តមនុស្សចិត្តផុតមិនតាអាចារ្យទៅសូត្រ បាទឲ្យធัว ហ្នឹងតាហ្នឹងគាត់ឃើញថានាងមកហើយប្រពន្ធគាត់ដែលជាកូនបកើតរបស់តាឪហ្នឹងសួរទៅតាអាចារ្យថាតានាងអីគេយំមកបាលមកយំនាងព្រាយហើយបុណ្យសពអស់ហ្នឹងគិតថាស្ងប់ហើយក៏មុនលោកមកសូត្រលោកថាផ្ទះញោមបើសូត្របានតែសុកមកផ្លែទេតែបើឲ្យអស់មិនទេ បាទ ញោមឯងមានយកអីចូលផ្ទះទេដូចជាថ្មដីវត្ថុបុរាណអត់មានទេកូនអត់មានទេអត់មានក៏អត់ទៅចឹងលោកក៏ឲ្យអស់តាអាចារ្យដែលមកជាមួយនឹងលោកហ្នឹងនិមន្តមកមួយលោកមុនលោកមកជាមួយគ្នាហ្នឹងគាត់ថាចាំយកយន់នឹងកថានេះដាក់នៅប្រភូមិទៅលោកបងថាការពារបានតែក្នុងផ្ទះបានតែក្រៅផ្ទះទេក្នុងផ្ទះគឺអត់បានទេមានន័យថាការពារហ្នឹងគឺមិនមែនមិនឲ្យម្នាក់ស្រីហ្នឹងចេញពីផ្ទះនឹងបានទៅលងអ្នកដតីចេះវិញ យល់ទេ យល់ អញ្ចឹងគាត់ថាបើអាចរើចេញទៅគាត់អត់មាត់ទេគាត់ដាក់ប្រភូមិឲ្យសុកអត់អីតែចាប់ដើមមានពាក្យអញឃើញឪហែងពុញតេះពេញបូរីខ្ញុំក៏ពប់អាតេះលេខ2មានបិទតុក្កតាហ្នឹងហើយកូនខ្ញុំបិទឥឡូវកូនខ្ញុំវានៅមិនបានទេបានវាទៅនៅជាមួយនឹងម៉ាក់ខាងប្តី បាទ ហើយលោកគ្រូឃើញខ្ញុំចង់នោះគាត់អីអាណាម៉ៃអីគាត់ថាអញ្ចឹងមិនអីអាណាម៉ៃប្រាប់ថាយប់ឡើងគាត់ឃើញប៉ាអ៊ំហ្នឹងអង្គុយមកតេះហ្នឹងនៅមុខផ្ទះគាត់តែអត់មានមនុស្សទេប៉ុន្តែបែរចូលដូចសេរីមនុស្សអង្គុយមើលទៅផ្ទះហ្នឹងប៉ុន្តែអត់មានមនុស្សទេឃើញតែប៉ាអ៊ីអាណាម៉ៃអីហ្នឹង បាទ ឡើងគាត់ឃើញគ្រប់គ្នានៅក្នុងបរិយាហ្នឹងរហូតតថ្នាក់ដែលអ្នកនៅក្នុងបរិយាហ្នឹងមូលមតិគ្នាចោទថាផ្ទះគាត់ហ្នឹង
miền bạch hạ យល់ năng này đó hay á cô dương có thể chơi cái đi sao sọc khục á nhóm có trộn tiền nắng mượm đồng tiền tìm phốt cư dương ban bạc xa cái đi xua cái đi đình đào tham biên ấy bọc vọt ấy có chấp ra ấm sang sài nơi không chỉ niệm tiếc miền tham mò mà cụ បាទ tham mò phun mà cụ túi vậy mình mà cụ thấy miền nè cái thọp hẹp quạt ai tha không tiền nó từng lục bón từng nhóm lư bẹ con sắt tham mò từng à បាទ này ngày trắng bàn dương chập đám vô tham mò đừng tránh vừa kịch vừa ấy dương từ nửa ngày vô kịch nâng chành miền này thay dương miền kia nhung mũi tiệt để cọt khang យល់ chùm nưa còn mà thua bị thi kịch nâng hai phun là thua nứng xây ta mình nè để cọt nè nào máy chỉ hạt căng nè cọt tham á hơi cái si câu đó pi ai si bờ biển bánh te nơi mình đăng luôn tôm đã hồ khổ màu hay tới tập pôn nó sẽ cho vinh tôm chay anh si tại anh nhỉ hay tới bà là cha kịch nắng quạt thư kịch cho lái cô nắng có ba chứ vậy mà bên thoa mà đà thà nâng ấy chơi vậy tới cứ trong kết vậy thoa mà đá bay tên vậy mùi ông làm máy nó cứ quạt vậy phía xa nè thấy cô ta nó tha ọt ấy là lấy cái chơi nhai có te nắng tục chào là hột tới to tài nhung mau nè bên nhung mà mưa mà đón tiên nắng bạn có lại chất máu đời sao tại có tới chua te kê có đai te bùi có trở nải chua phong có trở nải bong đi phong chẳng có mà sạ nơi nắng hay bạn đi thực kịch nắng tục trao mà dễ bạn có tập lọc mà nơi vinh chẳng người nắng cứ đẹp con cho mũi nắng mỏ hay ở bộ quát mình mến khôi đời xa tay chư bao đua nắng để tới lên tập băng tới lên lại băng nắng mình đang là mấy đua sẽ cho tập băng chua bàn tay mình lung slap tê tay việc thưa ai sọc hiệp quát căn tại sao ấy mùi cầm mà tiền đã ai thua quát slap này chẳng chập bị bên nâng máu cưới miên kỳ khởi quát huỳnh pin một rẫy khỏi máu bà là cha để thua kịch nắng tha thấy bạn quát cho tẹt bạn មកពីយន់កថាហ្នឹង mau bị doan phục vụ để thưa ai tri mình tranh bán ខាងក្រៅក៏ចូលក្នុង sạch như chỗ ấy có trô ọt bạn បាទ này ngày chẳng tới có chập đam để cô te hù hờ vinh sang xong vinh má có lên chỉ ba nhà hà តែយើងដឹងពីប្រវត្តិថ្មភ្នំហ្នឹង có thể ở bộ quạt nó mau bị chỉ địa khang sầm một mà đó thèn thì chẳng nè bạn đã chỉ phải chuyện lịch buồn cha បាទ có chỉ nè đấy thưa cá phnom nên có che mưa thầm có chỉ máu có khơi thằng thầm bị động យល់ có khơi thằng sát có thằng thầm thầm tự chạy tự chung là thằng thầm phnom thầm là tê con đang tẹt thay đá giờ nó tới tục tẹt hai con tự chạy tự chung ទៅគាត់ចាក់ជុំ đã chìm liền tẹt tới nó cứ con cho thầm nó cứ giờ ở đằng tham mau bị nè bàn tay sầm mày tới vẫn cứ bảo vọt nó cứ pe để ở bộ vô thầm má cô đừng xua thằng thầm ấy pa còn có vẻ thầm pa vô bị phnom máu nè cọp đây và lạ học ấy mình là na khơi đến tới cho chu nôm tức khơi đó có giò màu ai còn ai từ chạy từ trong tẹt làm thầm năng tới chẳng còn miền rương đôi nhom vậy đang màu là hột អញ្ចឹងដល់ពេលធ្វើកាច់ហើយថ្មហ្នឹងគេយកទៅណាទៅ có cho từ đôi chị cha có thấy có cho từ bật đại tờ lễ bật đại mày đại bỏ cho tờ lễ បោះចូលទៅលេ buồn mục năng này អញ្ចឹងរឿងហ្នឹងចាប់ត្រឹមហ្នឹងណោះ năng ấy để tiệt toàn hai tiệp hưởng បាទ gọi toàn hai xu ấy tiệp hưởng មិនដែរប្រិយមិត្តទាំងអស់គ្នាដូចមានភាពរអាក់រអួលខ្លាំងហ៎ mẹ đấy được chia giống sầm mày vậy việt dương à bên không tật tập hiệp năng á năng này tay mình đang thay là đạp quạt mày đai thì ហ្នឹងហើយអូខេដោយប្រការណាមួយកុំភ្លេចថាបងគាត់ខាននិយាយមក season ហ្នឹងចង់មក season ហ្នឹង vậy hoàng ngay người ta khan vậy hưởng បាទអញ្ចឹងទៅប្រហែលមានភាពរអាក់រអួលដោយឡែកខ្ញុំជឿថាប្រិយមិត្តទាំងអស់គ្នាដែលតែគាត់គ្រប់ត្រូលហើយនឹងស្ដាប់ទៅជក់ចិត្តសម្រាប់ខ្ញុំវិញទិដ្ឋភាពដែលគាត់តែបងនិយាយរៀបរាប់មកគឺខ្ញុំឃើញហ្មងអូយដៃលូកចូលមកពីវភូមិស្ដាយស្ដាយអញ្ចឹងបានន័យថាផ្ទះហ្នឹងជានាងផ្ទះមានតែអត់មានជានាងផ្ទះតនខ្ញុំនិយាយបង đang thay vậy tại sao tại khu đại trần điền tại có tinh máu cứ có ban do tự bật này tê có ban do tự bật sự tê cứ có tinh do mà đã chay បាទ nên ngày chẳng bạn hiện sao rồi kia mà nơi bàn chẳng kia té két cứ chìm điền đang tay mà đòn
អូបានតែរូបហ្នឹងរូបថ្មដូចខ្ញុំបានមើលវីដេអូបងនៅលើ APD Bank ដែរហ្នឹងហើយដែលនិយាយរឿងជំនាញផ្ទះដែលអត់បានបើកភ្នែកវាស្មើនឹងដុំថ្មមួយណា ហ្នឹងហើយ អញ្ចឹងបានថាដុំថ្មនៅក្នុងជំនាញផ្ទះអត់ទាន់មានម្ចាស់ ហើយយកថ្មថ្មីមកដាក់ យល់ដល់ពេលអញ្ចឹងទៅក៏ខ្លាយទៅជារឿងហ្នឹងតែស្ដែងហ្នឹងអង្គុយនៅលើតែយើងអត់ខាងលោកតាអាចារ្យអត់បានកំណត់ថាជាព្រាយប្រភេទអីទេណា អត់ទេ គាត់ថាជាព្រាយ ខ្ញុំក៏មិនអាចកំណត់អានេះបើខ្ញុំទេខ្ញុំមិនដឹងថាវាព្រាយគាត់ជាព្រាយគាត់ជាខ្មោចខ្ញុំមិនដឹងគាត់តែគ្រាន់ថាបើលក្ខណៈជាព្រាយហ្មងដូចជាមិនទេដោយសារអីខ្មៅអត់មានសក់សពងអីសក់វែងខ្ញុំគាត់ យ ថា ល់ ជាមនុស្សដែលគាត់អាចមានគ្រោះថ្នាក់តែមួយថ្មនឹងអីចឹងគាត់តោងទៀមវិញ្ញាណមួយថ្មនឹងអីច្រើនជាង បាទអាចក្នុងករណីហ្នឹងអញ្ចឹងដូចឆ្នេះហើយដែលបងទាំងគ្នាដែលយើងសង្កេតឃើញថាអ្វីដែលយើងបានតែចាប់អារម្មណ៍គឺតាក់ទងជាមួយនឹងឈើគ្រឿងឈើណោះគ្រឿងឈើគឺសម្បូរហ្មងអារឿងសាច់រឿងគ្រឿងឈើព្រោះប្រិមិត្តផ្ញើមកគឺតាក់ទងរឿងឈើហ្នឹងគឺកតកដីតែក៏មាន channel មួយចំនួនដែលនិយាយថាទៅបោះតង់ហើយដាក់ដូចជាដំណើរហ្នឹងហើយតាមខ្ញុំចាំយកដុំថ្មយកទៅដាក់នេះ ទប់តង់ហ៎ មិនមែនទប់តង់យកដុំថ្មមកដាក់នៅក្នុងហឹបម៉ូតូគេលេងណាយកដុំថ្មហ្នឹងដាក់នៅក្នុងហឹបម៉ូតូមកតាមដុំថ្មឥឡូវសាច់រឿងមួយទៀតដែលតាមដុំថ្ម ចឹង ខ្ញុំគិតថាអ្វីដែលខ្ញុំបានដឹងហើយនេះកែខ្ញុំផងខ្ញុំខុសតាមខ្ញុំដឹងគឺនៅក្នុងតំបន់សាធារណៈក្នុងតំបន់សាធារណៈដែលមិនមែនជាតំបន់ឯកជនមិនថាជាដុំថ្មមិនថាជាឈើតែជារុក្ខជាតិក៏ដោយតាមប្រទៀលតាមនិយាយទៅស្អីក៏ដោយដែលបងប្អូនដើរតាមផ្លូវឧបមាទៅលេងភ្នំឬក៏ចុះអីអូយដើមឈើនេះស្អាតណាកូនឈើប្រទៀលនេះស្អាតណាជីកមួយសិនអាហ្នឹងសិតតែជាករណីដែលអាចមកតោងទៀមមកតាមនឹងបានហើយថែម ហ្នឹង មែនហ៎ អត់ទេមិនដឹងថាពុំភ័យពុំគិតថាសម័យចេញអត់អ្នកស្ដាប់ សម័យចេញអត់មានទេថែម អត់ទេអត់មានទេ ចឹងចូលដល់សាច់រឿងខ្ញុំម្ដង អូខេ សាច់រឿងរបស់ខ្ញុំនេះគឺតកតងនឹងទំនេរមាត់ទៅប្រមាថគេជាប្រធានបទខ្ញុំដែលខ្ញុំលើកឡើងជាប្អូនប្រុសម្នាក់ដែលរស់នៅក្នុងខេត្តរតនគិរីហេតុការណ៍នៅខេត្តរតនគិរីហេតុការណ៍នេះបានកើតឡើងនៅក្នុងឆ្នាំ2019ជាសម័យកាលដែលពួកគាត់រៀនថ្នាក់ឌីប្លូមថ្នាក់ទី9ណោះអញ្ចឹងពេលនោះគៀកដល់សម័យកាលប្រឡងនៅក្នុងឆ្នាំ2019ថ្នាក់ឌីប្លូមហ្នឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាប្រហែលជា 4-5 នាក់ក៏បបួលគ្នាទៅរៀននៅបន្ទប់របស់មិត្តភ័ក្តិគាត់ម្នាក់ទៀតតើនិយាយបងដល់ពេលទៅរៀននៅបន្ទប់ហ្នឹងគឺគេរៀនដាច់យប់ហ្មងអារបៀបរៀន2-3ថ្ងៃសម្រុករៀនអាពេលចុងក្រោយណាបាទគោបាត់ទៅធ្វើលបង ពេលប្រឡងទៅខំរៀនណាសាច់ការហ្នឹងគឺសាច់រឿងហ្នឹងគឺអញ្ចឹងនៅពេលដែលគាត់កំពុងតែអង្គុយរៀនអស់ 3-4 ម៉ោងតាំងពីល្ងាចរហូតដល់យប់ម៉ោង 10-11 យប់មិត្តភ័ក្តិរបស់គាត់តនេមាត់ក៏និយាយថាអញ្ចេះនៅខាងក្រោយហ្នឹងល្បីថាមានព្រាយមានអាបមានខ្មោចពួកអីនៅក្រោយហ្នឹងសិតតាតេស្តបងប្អូនជនជាតិអញ្ចឹងខាងបងប្អូនជនជាតិមានរបស់ស័ក្តិសិទ្ធិច្រើនណាស់តែកើតឡើងសិតតាអានេះខ្ញុំបើកវងចោលនិយាយក្រៅសិតកើតឡើងពីការបូជាយញ្ញច្រើនមែនតើហ្នឹងហើយចឹងខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំអត់ដឹងថាមិនបាច់ទេមិនលំអិត detail ដល់ហើយទៅគាត់ក៏មិត្តភ័ក្តិរបស់គាត់ហ្នឹងក៏និយាយថានៅក្រោយហ្នឹងសម្បូរអាបសម្បូរព្រាយអញ្ចឹងណាមកចាស់សាច់រឿងនេះគេគាត់ប្រហែលជាគាត់មិនសូវជឿគាត់ក៏និយាយតែចេះខ្មោចស្អីអាបស្អីអញគ្មានខ្លាចទេអានេះខ្ញុំប្រើសម្ដីរបស់គាត់ហ្មងព្រោះគាត់ទៅសេមកអញ្ចឹង អានេះមិនខុសពីខ្ញុំទេខ្មោចលោខ្ញុំមិនទាន់ វាគ្មានខ្មេះស្អីទេព្រោះអាខ្មោចហ្នឹងណែគាត់និយាយចឹងព្រោះអាព្រាយអស់ហ្នឹងបើវាហ៊ានចេញហ្មងអញចាប់វាយហ្មងគ្មានឲ្យតដៃបានទេអញមិនខ្លាចអាចរបៀបចឹងគាត់ប្រើសម្ដីហ្នឹងគាត់ស្អីមកចឹងហ្មងតែចឹងវាច្រើនមកជួបតែខ្ញុំបាទដល់ពេលគាត់ដែលនិយាយចប់ហើយអញ្ចឹងទៅគាត់ក៏បន្តការសិក្សារបស់គាត់គេកំពុងតែបន្តការសិក្សានេះមិត្តភ័ក្តិរបស់គាត់ដែលប្រឡាចមុនហ្នឹងគាត់ធ្វើស្ទុះឡើងទៅប្អួយជន់ឡើងទឿហ្នឹងហើយគាត់មានប្អួយមើលទៅខាងក្រៅប្អួយជាហៀងផ្ទះគាត់ស្ទុះគាត់ចោលមកហើយដូចអញ្ចឹងដល់ហើយទៅសើចធ្វើលេងមិត្តភ័ក្តិម្នាក់គេងើបទៅស្ទុះទៅមើលអញ្ចឹងណាគេស្ទុះទៅមើលដល់ពេលស្ទុះទៅមើលទៅគ្មានឃើញអីផងហ្នឹងមកចាស់សាច់រឿងក៏ស្ទុះទៅមើលដែរដឹងគាត់ឃើញអី
គេស្ទុះទៅមើលគ្រប់គ្នាគេអង្គុយចោះណាតាំងអ្នកបន្លាចទេមកចាស់សាច់រឿងស្ទុះទៅមើលគាត់ឃើញភ្លើង2ក្រហមបែកតក្រូចខៀវក្រហមបែកតក្រូចខៀ អូ វ វា ដូរពណ៌ ភ្លឹបភ្លែត ភ្លឹបភ្លែត2នៅដើមឈើធំមួយនៅក្រោយឆ្លោះជាមួយកញ្ចក់ហ្នឹងគាត់ឃើញគាត់ទូនចង្គង់ក្រឹបគាត់លើកដៃសាពះគាត់ថាគាត់ខ្លាចហើយគាត់លែងហ៊ានហើយមិត្តភ័ក្តិរបស់គាត់បែកគាត់ដែរនិយាយថាចុះអាប៉ែនេះមិនចេះគ្មានស្អីហងនៅក្រោយហ្នឹងមិនទៅលុតចង្គង់ទូនក្រឹបអញ្ចឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាក៏ស្ទុះមើលតាមប្អួយអត់មានឃើញអីផងហ្នឹងគាត់ឮថាអត់ឃើញអីជើងនៅពងទូននេះប៉ុន្តែគាត់ខំប្រឹងទាញមិត្តភ័ក្តិខំប្រឹងប្រមូលអារម្មណ៍មកអឺតមកតាមប្អួយហ្នឹងម្ដងទៀតដងនេះមុនហ្នឹងឃើញភ្លើង2នៅឈរនៅហោះបដែតគាត់អឺតមកក្រឹបភ្លើងហ្នឹងហោះបុកចំពីមុខគាត់មកប៉ុន្តែចម្លែកថាឲ្យតាគៀកមកដល់ផ្ទះវាឡងចេញទៅវិញគៀកដល់ផ្ទះវាឡងចេញដូចជាមានឥទ្ធិពលអញ្ចាំងមួយដែលបិទចិត្តអញ្ចឹងរហូតដល់គាត់រត់ទៅពួននៅគៀនអញ្ចាំងម្នាក់ឯងណាសូត្រអ្នកមោតស័កគុណម៉ែគុណឪអញ្ចឹងសូត្រអស់ហើយសូត្រអស់តែអឺតមើលម្ដងទៀតក៏បាត់អញ្ចឹងសាច់រឿងនេះជាសាច់រឿងខ្លីដែលពាក្យថាប្រមាថគេខ្ញុំភ្ជាប់សាច់រឿងរបស់គាត់មួយដែរ ខ្ញុំស្មានតែចប់ប៉ុណ្ណឹងអត់ឲ្យខ្ញុំបាច់ឲ្យខ្ញុំដកដង្ហើម អត់ទេខ្ញុំភ្ជាប់សាច់រឿងមួយទៀតទៅទៀត គាត់ដំណើរសាច់រឿងមួយដែលគាត់បានទៅលេងផ្ទះមិត្តភ័ក្តិគាត់ផ្ទះមិត្តភ័ក្តិរបស់គាត់ជិះពីផ្ទះគាត់ទៅនៅក្នុងខេត្តរតនគិរីដែរប៉ុន្តែរៀងឆ្ងាយចាំឲ្យចាំបកភាសារឿងទី1អីវិញណាអញ្ចឹងជិះរៀងឆ្ងាយរហូតដល់1ម៉ោងកាត់ភូមិជនជាតិប្រហែល2ភូមិអីចឹងទៅទើបបណ្ដល់ផ្ទះមិត្តភ័ក្តិរបស់គាត់ផ្ទះមិត្តភ័ក្តិរបស់គាត់ ជប់ទីតាំងផ្សេងគ្នាណា ទីតាំងផ្សេងគ្នា អូខេ អត់ដូចគ្នាទេអញ្ចឹងបញ្ជាក់ថាផ្ទះរបស់គាត់គ្រួសាររបស់គាត់ម្ដាយគាត់លក់ចាប់រួយអីនៅផ្ទះលក់ធុងលក់អីលុយអញ្ចឹងណាលក់អីវ៉ាន់អីនៅផ្ទះអញ្ចឹងទៅអញ្ចឹងហេតុតែមិត្តភ័ក្តិរបស់គាត់មិត្តភ័ក្តិសំណប់ចិត្តរបស់គាត់ហ្នឹងទើបតែសង់គេហដ្ឋានថ្មីអញ្ចឹងក៏ហៅគាត់ទៅលេងទៅឡើងផ្ទះគេធ្វើពិធីឡើងផ្ទះអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ជិះទៅហ្នឹងគាត់សុំម៉ាក់គាត់ចាញ់គាត់ជិះទៅ1ម៉ោងកាត់ភូមិ2អ្វីដែលគាត់សង្កេតឃើញភូមិទាំងអស់ភូមិបងប្អូនជនជាតិទាំងអស់ដែលគាត់ជិះកាត់មានសភាពស្ងប់ស្ងាត់ដូចអត់មានអ្នកនៅដូចអត់មានគេបោះសម្អាតដូចជាភូមិបងចោលទាំងពីរភូមិស្ងាត់នឹងជ្រាបជិះផុតពីភូមិនឹងហើយមានស្ពានមួយឆ្លងស្ពានផ្លូវកោងវៀងភ្នំមកស្ពានផ្លូវកោងនឹងមានផ្ទះឈើមួយដែលបំងចោលដោះស្មៅខ្ពស់បិទចិត្តល្ងឹតស្លុបនៅខាងក្នុងទាំងថ្ងៃគាត់ស្រឡឹងឃើញផ្ទះហ្នឹងហើយគឺគាត់មានអារម្មណ៍ថាស្រាវចាំងក្នុងមែនតើគាត់ស្រាវចាំងក្នុងមែនតើប៉ុន្តែគាត់ធ្វើឲ្យបន្តតណើជិះទៅផ្ទះមិត្តភ័ក្តិគាត់កម្មវិធីធ្វើឡើងគេចូលរួមអីអញ្ចឹងមានសេពគ្រឿងស្រវឹងអីខ្លះអីអញ្ចឹងទៅរហូតធ្លាយដល់ម៉ោង11យប់ម៉ោង11យប់ម្ដាយរបស់គាត់ក៏ទេមកថាកាលមកផ្ទះកូនវាអញ្ចឹងណាគាត់ថាម៉ាខ្ញុំអត់បានទៅផ្ទះឲ្យម៉ោង11ហើយរំជិះទៅដល់1ម៉ោងទៀតហ្នឹងវាកាត់ម៉ោង12ធ្លាយចូលម៉ោង1អីអញ្ចឹងទៅហើយយប់អីអញ្ចឹងទៅខ្ញុំសុំគេងនៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំហើយអ្នកផ្ទះមិត្តភ័ក្តិហ្នឹងក៏គេខាត់ដែរមិនបាច់ទេនៅហ្នឹងហើយយប់ហើយហ្នឹងជិះទៅអីទៀតផ្លូវស្ងាត់ណាស់អីចឹងទៅគេអ្នកតំបន់ប្រហែលគេដឹងរឿងអីចឹងណាអញ្ចឹងគាត់ថាស្ងាត់ណាស់កុំទៅអីនៅគេងហ្នឹងហើយម្ដាយគាត់នៅស្ដីឲ្យថាហើយបើមិននៅគេងហ្នឹងហើយថ្ងៃស្អែកគិតមិនម៉ាក់ត្រូវលក់អីវ៉ាន់អីចឹងឆ្លោះគ្នាទៅវិញទៅមកគាត់ចង់នៅម៉ាក់គាត់ហៅទៅគាត់ចង់នៅម៉ាក់គាត់ហៅទៅឆ្លោះទៅវិញទៅមកសម្រេចចិត្តខឹងចិត្តជិះទៅវិញទាំងយប់ប្រកបដោយមានជាតិស្វឹងតិចតួចនេះជាទស្សនវិជ្ជាដែលគាត់បានជិះនៅពេលដែលគាត់ជិះទៅស្ងាត់មែនទែនកាត់ភូមិទី1ផ្ទះបងប្អូនជនជាតិហ្នឹងអត់មានអីណាតែចម្លែកត្រង់មួយនៅពីមុខផ្ទះម្នាក់គឺមានមន់ឆ្កាងយល់ហើយដាក់មន់ឆ្កាងនៅគ្រប់ខ្លោងទ្វារផ្ទះទាំងអស់គាត់ជិះគាត់មានអារម្មណ៍ថាភឺមែនតើផត់ភ្លើងរត់វាចូលទៅដល់អាកន្លែងស្ពានផ្លូវកោងហ្នឹង
មិនតន់ទាំងដល់ស្ពានផងមកបត់ហ្នឹងល្ងឹតឈឹងហ្នឹងមានតែភ្លើងម៉ូតូគាត់មកបត់ហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់ឈរកណ្ដាលផ្លូវសក់វែងដល់ដីខ្មៅក្រឹបឈរនៅកណ្ដាលផ្លូវគាត់ភ័យឡើងញ័រដៃហើយគាត់អត់មានគិតអីទាំងអស់គឺគាត់មូលបរហោះទៅហ្មងផុតស្ពានក្រឹបគាត់មានអារម្មណ៍ថាម៉ូតូរបស់គាត់ធ្ងន់ជាងមុនដូចមួកាន់តែយឺតទៅណាចូលដល់ភូមិទី2ចាប់ផ្ដើមមានពូភ្លើងលឹមតាមផ្ទះគេអញ្ចឹងសឡាអញ្ចឹងទៅគាត់ដឹងថាមានគេឡើងពីក្រោយខ្នងគាត់ហើយគាត់ដឹងដែរពូវាមិនដែរណាពងមួមនេះឯងធ្ងន់ម៉ូតូរបៀបអញ្ចឹងណាអញ្ចឹងគាត់ជិះអញ្ចឹងគាត់អត់ហ៊ានងាកក្រោយណាអត់មើលក្រោយទេតែពេលដែលភ្លើងចូលដល់ភូមិនេះជះនេះគាត់ស្រឡឹងកលេចមើលសមោលគាត់ឃើញមនុស្ស2នាក់ទៀតជិះពីក្រោយគាត់ឃើញមនុស្ស2នាក់ទៀតជិះពីក្រោយគាត់បងឯងនឹងគាត់ធ្វើម៉េចទេយំហៀនំដាក់ខោហ្មងយំហៀនំដាក់ខោញ័រដៃឲ្យទប់អារម្មណ៍សោតអ្នកម៉ូគុណម៉ែគុណឪងាកមើលទៀតនៅតែនៅនឹងទៀតដឹងគាត់តាំងចិត្តចរចាគាត់ថាចាបងអើយបងខ្ញុំអត់ដឹងថាបងឯងមកពីណាទេខ្ញុំអត់ដឹងថាខ្ញុំបានធ្វើអីទេតែខ្ញុំដឹងខ្លួនឯងថាខ្ញុំអត់បានប៉ះពាល់បងទេខ្ញុំគ្រាន់តែធ្វើតាណាកាត់ទេខ្ញុំមិនដឹងថាបងឯងស្លាប់ដោយសារអីឬក៏ស្អីទេបងអើយដោះលែងខ្ញុំទៅកុំធ្វើបាបខ្ញុំអីខ្ញុំខ្លាចណាស់និយាយតែមួយម៉ាត់ហ្នឹងស្រាប់ម៉ូតូស្រាលស្រាប់តែម៉ូតូស្រាលទៅគាត់មូលទាំងញ័រដៃយំលហេមលហាមទំរាំទៅដល់ផ្ទះហូតទៅឲ្យម៉ាក់គាត់ស្រោចទឹកទៅអុជធូបជានាងផ្ទះដូនតារហូតដល់ស្រោចទឹកហើយទៅបានគាត់ធូបស្រាលនេះគឺជាសាច់រឿងទី2របស់គាត់អញ្ចឹងបកទៅវិញតែបងប្អូនទាំងអស់គ្នារឿងប្រមាណហ្នឹងដូចសាច់រឿងទី1ដែលគាត់បានលើកឡើងអញ្ចឹងអូខ្មោចមកដល់អញវាយអត់ចំណេញទេបងប្អូនហើយអត់ចំណេញមិនជឿនិយាយទៅអីអត់លយដែរអត់លយទេអត់មាននរណាតសើថាអូយនិយាយពាក្យហ្នឹងលយអត់មានតែគេភ័យវិញទេបាទអញ្ចឹងក្នុងករណីហ្នឹងហើយដែលបងប្អូនប្រិមិត្តជាអ្វីខ្ញុំលើកទឹកចិត្តបងម៉ងគាត់នៅតែនិយាយដដែលពួកយើងលើកទឹកចិត្តមែនតើបងសុំបងកុំប្រមាថគេអីប្រមាថគេបានការអីពាក្យលេងសើចរបស់យើងនឹងវាคล้ายទៅជាពាក្យអត់ប្រយោជន៍คล้ายទៅជាពាក្យដែលវាយប្រហារយើងទៅវិញទៅមកដល់បងហ្នឹងអូខេអូពាក្យមិនជឿមិនប្រមាថហ្នឹងខ្ញុំឥឡូវនេះខ្ញុំចង់ស៊ាំទៅហើយចង់ Facebook របស់ខ្ញុំហ្នឹងបងម៉ងគាត់បានលើកសាច់រឿង3ប្រធានបទឲ្យខ្ញុំដែរណាតែខ្ញុំអត់ដឹងថាហេតុអីទេខ្ញុំបានទៅសេសាច់រឿងប្រិមិត្តដែលខ្ញុំអត់ទាន់លើកទេប៉ុន្តែខ្ញុំselectយកសាច់ចុចយកសាច់រឿង3ហ្នឹងវាមកនិយាយជាមួយថ្ងៃអូចឹងហ្នឹងគេហៅថាចៃដន្យទេអានេះគេហៅថា select មកហើយហ្នឹងខ្ញុំអត់ដឹងថាថ្ងៃនិយាយរឿងអីអូ select មុនណាខ្ញុំ select មុនហើយបាទខ្ញុំ select មុនហើយឥឡូវមកនិយាយប្រហែលគេឥឡូវតោះចូលដល់សាច់រឿងថ្ងៃតិចអូខេញយបងប្អូនសម័យនៅក្នុងផ្ទះមួយផ្ទះពេលល្វែងហ្នឹងដូចអាសេរីដូចផ្ទះវិឡាភ្លោះណាវិឡាភ្លោះវាយល់ហ្នឹងហើយដូចតែវិឡាភ្លោះឥឡូវវាដូចតែល្វែងហ្នឹងដែរផ្ទះវិឡាភ្លោះធ្វើដូចផ្ទះល្វែងគ្រាន់តែធំជាង5ម៉ែត្រកន្លះអីចឹងទៅហ្នឹងហើយអីសល់ដីគៀនអីបាទកូនហ្នឹងគាត់ជិះម៉ូតូចូលផ្ទះហើយគាត់ឃើញម្ដាយគាត់កំពុងតែកិនអាម៉ាស៊ីនកិនបល័យធ្វើទឹកបល័យខ្លួនឯងគាត់ថាមកឲ្យកូនមកវិញហើយកូនជិះឡើងដល់ពោធិ៍សាត់ដល់អីយោឥឡូវមកវិញអស់កម្លាំងឡើងទៅលើសិនមកគាត់ថាអាចដើរទៅឯងអាងតែកូនប្រុសចិត្តដើរទៅកូនស្រីវិញអញមូលកងាប់ហើយរឿងដើរហ្នឹងតែឯងកូនប្រុសចឹងឯងមើលស្រួលបួរឯងដើរលេងដើរអីក៏កូននោះស្រីពីលើមកអូខ្ញុំដឹងហើយមករឿងហ្នឹងឯងមិនប្រាប់ខ្ញុំទេបាត់វាក្រឹបម៉ានេះចុចក្រេតកិនទឹកលៃហ្នឹងកិនគាត់លឺសំឡេងកងជើងក្រឹងគាត់ថាទេមិនបានលឺសំឡេងកងជើងគាត់ថាតែអត់មានណាពាក់កងជើងទេមិនបានលឺគាត់គិតថាកណ្ដឹងឆ្កែបាទអ្នកមុខគេរត់អីចឹងគេងាត់មាត់គាត់ពុំតែចុចទេក្រឹងស្អីគាត់លឺសំឡេងចុះចដៅមុបជើងធ្ងន់ហ្នឹងហើយមុបប៉ុន្តែមិនមែនសំឡេងមកគូទេច្រើនគាត់កលេចមក
គាត់គឺការគាត់ឃើញនឹងភ្នែកមកមានមនុស្សប្រុសម្នាក់ហើយមានមនុស្សធំពីរនាក់នៅពីក្រោយស្លៀកក្បិនកំពុងតែចាប់ដៃមនុស្សម្នាក់អាផុសហ្នឹងម្នាក់ចំហៀងហើយបដើចុះមក អូ បដើចុះតែក្បាលរុំកណាត់ក្រហម អូដូចគេរុំដូចម៉ាមីចឹង អត់ទេ ក៏ គេយកកសែមករុំធម្មតា ពុំភ្នែក ហ្នឹងហើយរុំក្បាលអត់ឲ្យឃើញអីទេអត់ឲ្យឃើញក្បាលដូចអត់មានរុំអីបងអីស្និតអីគាត់ណាដូចយកកសែមកពាក់ យល់ បដើគាត់ឃើញគាត់ស្រឡាំងកាំងស្រែកមកដល់កន្លែងចុះបាតកចដើណាស្រែកអាពីរអ្នកហ្នឹងទាត់រត់ច្រានឲ្យកូននឹងធ្លាក់បើកមុខមកយកកបិតកាត់ក្បាលផាច់គាត់ថាគាត់ឃើញនឹងភ្នែកហ្មងគាត់ថាគាត់អត់មានសម័យអត់ឆ្លោះគឺឃើញនឹងភ្នែកហ្មងគាត់ថាគាត់ឃើញនឹងគឺចន្លោះម៉ោង5ម៉ោង6មេឃពុងតែក្រហម ល្ងាច ល្ងាចក្បាលធ្លាក់ដល់ដៃបុបបែរមុខមកកូនប្រុសគាត់ស្អីគាត់ប្រាប់ថាឪវាអើយបាត់ហុកនឹងហ្មងបានតបមកបានគាត់ហត់ឡើងទៅកតុបនឹងកូនកន្លែងមានធ្វើអីកន្លែងមានចោលអត់មិញអីចាំមានចោលផងខ្ញុំឈឺកសងងាប់អីខ្ញុំចោលអីពុំខិចកម៉ែមើលអត់អីទៀតដល់ក្រោយមកគាត់ថាកូនគាត់ចាប់ដើមសង្ស័យកូនគាត់នៅក្នុងកតុបចាប់ដើមអុជធូបកូននឹងចាប់ដើមហិតផ្សែងធូបមានអុជធូបរហូតហើយប្រាប់ថាធូបក្អូបបន្ទាប់ទៀតគាត់តែងតែប្រកបបជាថ្ងៃហ្នឹងគាត់ចង់ញ៉ាំផ្លែឈើ5មុខមានអីចឹងទៅតែដំបូងមកគាត់រៀងសង្ស័យប៉ុន្តែវាមិនជាថ្នាក់អីខ្លាំងទេតែក៏កូនគាត់ក៏ឆ្លើយថាមកខ្ញុំឃ្លានញ៉ាំហ្នឹងខ្ញុំខានញ៉ាំផ្លែឈើយូរខ្ញុំចេះតែញ៉ាំទៅអីចឹង1ចឹង2ខែក្តៅបងចេះចង់ញ៉ាំចឹងទៅម៉ែមិនបាច់សួរច្រើនទេខ្ញុំចង់ញ៉ាំអីញ៉ាំមកតែកុំចោលជែកញ៉ាំវ៉ាមកផ្លែឈើ5មុខមកផឹកគាត់ចាំអស់ហើយចាប់ដើមមានយកមួយនោះឪពុកគាត់ឃើញកូនហ្នឹងចុះចដើចុះមកទៅហើយគាត់ដើរតាមតែឃើញកូនហ្នឹងទៅឈរនិយាយមុខប្រភូមិហើយគាត់អត់ទៅទេគាត់លួចមើលពីក្នុងផ្ទះតែឃើញនិយាយស្អីចុះប៉ាអីចឹងតែគាត់ថាចុយកូនក៏ចោលគាត់ក៏ហត់ទៅកេះតែកូននឹងថាបែរឲ្យខ្ញុំទៅអីខ្ញុំតែមកស្មានហ្នឹងខ្ញុំមានការងារខ្ញុំត្រូវមកធ្វើការនៅក្រៅហ្នឹងឯងហើយខ្ញុំឡើងទៅវិញបែរមិនមកទេតែអត់មានចោលមានណាមានមកតែខ្ញុំនៅមានណាជឿនចូលទេបែរកុំភ័យតែពេលដែលគាត់កូននឹងដើរឡើងទៅលើវិញគាត់ដើរតាមពីក្រោយគាត់ឃើញជើងកូនគាត់អាខាងក្រោយអាកែងសរសៃកែងយើងឡងខ្មៅជាប់ហ្មងអត់ដឹងថាមកពីមូលហេតុអី ទៅសៃពូខាងក្រោយ ហ្នឹងហើយហើយគាត់សួរថាតែជើងឯងកើតអីខ្ញុំដើរច្រើនពេករាប់ម៉ឺនយោជបានជើងខ្ញុំអញ្ចឹងប៉ាម្លងមករយៈដូរពីប៉ាហៅពុកដូរពីម៉ាក់ហៅម៉ែ បាទ ហើយគាត់ចាប់ដើមឲ្យម៉ែដោះគាត់តែគាត់ពីទូចមានម៉ែដោះអ្នកថែអ្នកមិនម៉ែដោះយើងនិយាយភាសាម៉ែដោះតែគាត់អ្នកមើលចាំពីទូចមក ហ្នឹងហើយ គាត់ប្រាប់ម៉ែដោះថាខ្ញុំមិនមែនធម្មតាណាជប់ហៅខ្ញុំញ៉ាំហៅខ្ញុំថាសោយចឹងម៉ែលេងអីចឹងគាត់អត់ល្អទេខ្ញុំមិនមែនកូនក្មេងទៀតទេដល់ពេលឲ្យអស់គាត់ថាកូននឹងមានពេលមកគ្រានោះគាត់ហៅអាចារ្យមកមើលសូត្រស្អីចឹងណាសូត្រមុនលើកនេះស្អីគេកូនអត់ព្រមហ្មងលាស់ដែរលាស់ជើងអត់ព្រមអីស្រែកថាមិនបាច់អាណាមកស្រូចអញទេអញធំជាងគេឯងអញ្ចឹងឪហ្នឹងគាត់ថាអានេះបែកថ្នាំ អញ្ចឹងស្រីកូនហ្នឹងអាយុប្រហែលប្រហែល 20ជាង25 បាទគាត់ថាអានេះបែកថ្នាំគាត់ចាប់ដើមព្យាយាមរត់តេស្តនោមទៅអីអត់ឃើញយូរមកកូននឹងចាប់ដើមឲ្យតែរៀងរាល់មុនថ្ងៃសិល2ថ្ងៃកូននឹងចេះតែ
ពេលខ្ញុំគេងយូរកុំដាស់ខ្ញុំពី3ថ្ងៃហ្នឹងឲ្យតែប្រាប់ចឹងរហូតហ្មងឲ្យតែមុនថ្ងៃសៅរ៍ពី3ថ្ងៃមានមកពេលនោះឪពុកហ្នឹងគាត់ខឹងពេកគាត់ក៏និយាយប្រយោជន៍ខឹងបែបមនុស្សប្រុសអីមកឈួតដើរលេងឲ្យឡប់ចឹងមិនទៅទៀតទេទៅណាទៅណីស្អីមកធ្វើស្អីឯងមនុស្សបុរាណមនុស្សស្អីចេញអត់ងាត់ទេហើយកូននឹងស្រែកពីលើមកពេលថាដើរឡើងអញ្ចឹងណាឌឺឪនិយាយហ្នឹងដល់ពីចដើមមកតែខ្ញុំងាប់បែងដឹងហើយជេប្រឹងថាប្រឹងឌៀលព្រលឹមឡើងកូននឹងស្លាប់បាត់ឬឃើញម៉ែដោះថាយកខ្សែហិតកខ្លួនឯងហិតតែអត់ដឹងថាប្រហែលជាស្លាប់ហើយមែនចងឯណាសេរីកាន់ហិតខ្លួនឯងតែដល់ពេលអស់ខ្យល់ទៅកលែងខ្លួនឯងតែថ្ងៃហ្នឹងមកកូននឹងខ្លាចពលឺថ្ងៃកូននឹងខ្លាចជាមនុស្សម្នាក់ដែលអត់និយាយស្ដីទាំងអស់ប្រហែលនឹងមនុស្សដែលខ្លាចសង្គមខាងក្រៅនិយាយទៅប្រហែលជាមួយនឹងមនុស្សជាវិកលចរិតដែលចូលចិត្តឃុំខ្លួនឯងហ្នឹងហើយចូលចិត្តឃុំខ្លួនឯងចិត្តយល់ដល់ហើយគាត់ក៏ចាប់ដើមធ្វើធរតិចលួងស្រែកយកមួយហ្នឹងម្ដាយគាត់យកសពថាកូនហ្នឹងទៅណាទេទៅស្រែកក្នុងវាលហ្នឹងគឺសតតែរូបអ្នកតារូបសំណាក់កាចអីចឹងស្រែកកូនគាត់ដើរមុខស្រែកដើរយកដៃទះក្បាលរូបសំណាក់គ្រប់ទេហ្មងភឹបហើយកូនហ្នឹងងាកមកប្រាប់គាត់ថាខ្ញុំកូនអ្នកតាហើយគាត់ភ្ញាក់មកវិញចាប់ដើមម៉ែដោះហ្នឹងគាត់មកប្រាប់ម្ដាយខ្លួនហ្នឹងម្ដាយកូនម្ដាយហ្នឹងថាអូមើលកូនម៉ែអត់ស្រួលទេមិនដាក់ថ្នាំដាក់អីទៅអញ្ចឹងទេទាំងពីរផ្លូវទៅភ្លឺផ្លឹងគាត់ធ្វើទាំងអស់ទៅគាត់ហ្នឹងណាឲ្យខ្ញុំបាញ់គុំគាត់ហើយឲ្យខ្ញុំហៅគាត់ថាលោកមេតបបាទគាត់ប្រកបឲ្យខ្ញុំមកប្រាប់បងឲ្យទិញកៅអីមានក្បាច់ខ្មែរកពស់ប្រហែលជាប្រហែលខ្មងជើងពីកែងជើងមកដល់ជង្គង់មានក្បាច់អីភ្លើងអីកំងយកមកដាក់ក្នុងកន្ទប់ហើយគាត់ប្រាប់ថាចាប់ពីពេលហ្នឹងទៅតែគាត់នៅក្នុងកន្ទប់គឺគាត់រុំក្បាលខ្លួនឯងនឹងកណាត់កុហកតបមកអ៊ំហ្នឹងក៏គាត់បានបដ ாய் តាមកូនហ្នឹងទៅហើយអូយនិយាយទៅគឺហៀបដងវាយតែហ្មងដងវាយឲ្យកូនហ្នឹងបាយអីគឺដងវាយហ្មងមិនមែនជាបាយទេមិនមែនជាសម្លយើងញ៉ាំទេត្រូវដាក់ចានមានស្លឹកចេកមាននំខ្មែរមានអីនិយាយទៅគឺគាត់ថាគាត់មកប្រាប់ខ្ញុំថាអ៊ំដូចចិញ្ចឹមតួលខោនអញ្ចឹងយកបាយឲ្យត្រូវតែលុតជង្គង់តែអ៊ំមួយអ៊ំស្រីអត់ទេមួយប្រពន្ធខ្ញុំអត់ទេតែមួយម៉ែដោះគឺត្រូវតែលុតជង្គង់3ដងយកទៅឲ្យបានព្រមបើមិនអញ្ចឹងទេធាក់ម៉ែដោះនឹងមួយជើងហើយកលាំងមិនដឹងពីណាទេធាក់ម្ដងគឺគេចង់បាក់ឆ្អឹងអស់ហើយខ្លួនស្វិតកាជីវសោះគាត់ប្រាប់ខ្ញុំនឹងដោយសារតែគាត់ជួបខ្ញុំចៃដន្យនៅហាងកាហ្វេមួយហើយគាត់កេះខ្ញុំសួរហ្មងលោកក្មួយអើយចេះរៀបរាប់ដូចខ្ញុំនិយាយមិញហ្នឹងខ្ញុំថាខ្ញុំអត់ទេខ្ញុំមិនមែនគ្រូចាប់ខ្មោចទេលោកពូខ្ញុំចិនសែអញ្ចឹងអធិស្ឋានលោកពូអាចទៅរកអ្នកដែលគាត់ជំនាញខាងហ្នឹងទៅអញ្ចឹងបានហេតុការណ៍នេះទុំតកើតទេនេះក្តៅទេនេះដល់ហើយខ្ញុំក៏អត់មាត់គាត់បែកគ្នាទៅហ្នឹងតែខ្ញុំមើលទៅគាត់អាណិតដែរបងមនុស្សយើងបដិសេធគាត់មកប្រាប់យើងឡើងមនុស្សជួបទុកហើយមនុស្សប្រុសហើយមកគៀកយើងហើយបើឯងដឹងហើយគេស្គាល់យើងគ្រប់គ្នាគាត់មកគៀកយើងគឺគេដឹងថាគាត់មានរឿងអីលើបញ្ហាហ្នឹងហើយគាត់សោកចិត្តបកគៀកអីយើងនិយាយចឹងគាត់រៀងសឹកមុខសង្ហាក់ចិត្តសពោតខ្ញុំវាបាក់ចិត្តឡើយហ្នឹងវាម៉ួយកាហ្វេខ្ញុំទៅរហូតដោយសារអីគេស្គាល់ខ្ញុំច្រើនស៊ីចូលដែរណាចៃដន្យក៏ជួបគាត់ម្ដងទៀតម្លងបានប្រហែលជាមួយខែណាតែល្បានទៅសទុះមកល្មមខ្ញុំភ្លេចគាត់ដែរគាត់ជួបទៀតមកទាំងប្រពន្ធហ្មងលោកគ្រូអើយសុំហៅលោកគ្រូហើយសុំហៅលោកក្មួយហើយលោកក្មួយប្រកាន់ខឹងទៅមិនហ៊ានទៅផ្ទះខ្ញុំឥឡូវហ្នឹងកូនខ្ញុំយកមកហើយនៅក្នុងឡាននេះលក្ខណៈដូចស្កាត់មកជួបហ្មងថា
bài tên á nom con ọt tê nhom đăng bùa xa nhom đăng là lục hồ mà cà phê đang hoàng ngày chẳng còn chất đất côn đang cắt mà tiền côn nhóm thời thằng ngày ọt ba này thời thằng ngày đăng tạp mình được đôi cầm rào trôi nhưng mà cả trọ lan còn là nhóm vậy thật ọt ấy thì nhóm tụi mơ bây giờ ọt tiết ở khọ pê chứ này cú chân sai ọt một cái vừa kia là xe bằng mắt cú chân sai là bay mà nè chất đạch nè ngọt dương bạc bà còn tử ôm nó còn là lươn chúng tới á ôm sấy khịa nhom mà ui ơi sao bài chẳng nó ôm phỏ nó tập bạn xong bây giờ thuê hang cà phê gọi bạn thuê nhom tay hay vậy nhom tay nhom thấy ba cái nè hang cà phê ui nhom phải ôm thom đa nhận thấy nó thom đa chỗ đó không lan mày đó thằng cô gì chứ cô nó cô gì chứ cô nó mình cô người còn đấy ấy khăn khỏi nó việc đưa sẽ đi lan về nhé vô việc alpha chẳng alpha sọc ấy khỏi cha khỏi nó còn đại biển non đây tới viêm sợi miền phường này nhưng khơi dài chọc con ấy miền con này vô nhưng khơi nhung cả lệ máu một mai cấp đã cả xanh cả hòm mu luôn các bạn vô nhưng ta con không nè ta họ nè ta na để khóc tư thì quật con nó viện nghiệm mong mưa nhóm tay vì sao bật lương bật tôi cái đỡ ra ông anh nhóm khơi bật lưỡi thứ ngày cọc ông nó còn là lục hồ anh ba tập phân năng tiết ta nhóm bao tiết côn nhóm bia ca nó bia đôi cầm bay cho cũng ấy tầm mây cho phê cho ngọn đằng nan ấy chắc mà này ta vậy để bằng ai ban khơi nó cứ bị cài lan mình đang còn ba cả chọn bắt trong nước bị khải trẻ nhưng vô nhưng ta không nè ta hay nhập vô các ba chụp ấy từ mơ lục tam chắc số lục mà chắc ấy nè bờ vô từ ngoài sân tây bị tha bờ cô ní khâu ấy xong mà ơi thì mất ấy chẳng màu ọt miên này các cô nó thôi tục thun chừng một sẽ nhóm từ mơ tia còn chỗ từ đó bông tần dây mũi con thầm đá sầm lên cô nó sẽ bị lừa cái tục na mất tiếng anh na sẽ chân mà na mất tiếng anh na tiếng anh và phân nâng anh khó ấy tiết hả ở biết tới mình nhóm đã lìa trái ấy bà ống của con chưa khỏe mơ mau chân ấy là khao tu là khao tu là khao chúng ta mền tu là khao này nhóm phép tham đã lấy cho ngày đi sai và phum ở nhom màu đài vừa kịch nhom vậy hai ó ngước mau mỏng con vô cô đã xà lòng làm vậy rồi thật kịch ai phỏ tật phỏ ấy nhá đợt ngày cách đấy nó ngày bà cô nứng cô ý cô là cái nạn miên nằm nạt và chắc miên cơ ấy tổng không rồi nào ích thu hay vấp cô nứng tôn tầng hàm đo cái gì tôi chỉ nè stu vâng anh sẽ nè ta bà nhầm thật anh lục rù chân sai mà nè nông chật tha đã khơi nè ta khơi tê vào đá tăng luôn anh tê vào đá mà lơ bài đó khơi không phải vô cứ lời chật bà mối tầng pi mà sệt ông nó sệt to hãy tầm thoại anh giúp mình nhé cùng xuống là anh nè nhông rất cho con crab mà cho ông anh mến bà giúp môn con mà nó cứ trong thoại nè ta men mà tôn nhung vậy tích cho lục ta mê tọa lục ta mưa ôi sao đây chẳng rung chất ớt ở lời rung chất ớt hay con mày đang thả nhóm sai thấy bạn mà đai bọn nó hột từ mưa cốt con đấy mòn vậy trâu đào trâu anh sẽ na nè ta đấy anh mày nè ta đấy ta thông á nhưng mà cách con trai ban đi anh sẽ na túi chứ anh thưa pan đăng à xua vì thưa ấy khả ta đào thiệt cô nó một trường măng đoạn ham xua mình hỏi viết tư là anh cắt sọ bồ chia hãy bẻ bia thật cũng dễ bề bà chỉ hút có kê mình khăn đây thế cùng ấy dễ bề bà
ហេញហើយមិនបាយពោះងាប់សំណែនរបស់គេ deal ថ្មីគេថាសំណែនគេអន់ជាងសំណែនខ្លួនឯងរុញរបស់គេធ្លាក់ពីលើអាកម្មដែលដាក់សំណែនរបស់គេកពុកហើយមិនរើសឲ្យគេទៀតផ្លែឈើ5មុខស៊ីចង់2ខែហ្នឹងមិនងាប់ចាត់ទុកថាបុនណាទៅកន្លែងលោកតាគាត់នោះនិយាយឲ្យគាត់អង្គុយមកធម្មតាតុនហ្មងបែកញើសជោគលោកគ្រូខ្ញុំមិនខ្ញុំអត់ដឹងថាខ្ញុំនៅណាខ្ញុំដឹងថាខ្ញុំដើរចូលព្រៃខ្ញុំថានេះគេចូលពួកយើងដឹងហើយធ្វើកូននឹងលែងអីដល់សួរមែនជីកាត់ឡើងរមនីយដ្ឋានលោកតាហើយបងក្រុមដើរលេងគេចង់ចូលតែគាត់ប្រមាថខ្ញុំអត់ចង់ប្រើពាក្យប្រមាថទេខ្ញុំអត់និយាយទៅថាប្រមាថហើយដល់ពេលបានចូលឃើញសំណែនគេពេញហ្នឹងក៏ខិតសំណែនគេប្រើពាក្យថាសំណែនគេមិនដល់សំណែនគាត់ដាក់ចុះក្រោមមកបើគាត់ដាក់ឡើងលើក៏មានរឿងបន្តហ្នឹងនេះប្រមាថគេនៅក្នុងផ្ទះគេហ្មងហ្នឹងហើយអូស្មាតទោះនេះខ្ញុំនិយាយដល់ឈ្មោះលោកតាតែខ្ញុំគិតថាមិនអីទេដោយសារតែខ្ញុំគិតថានេះវាគឺជារូបភាពដែលនិយាយទៅវាដូចរឿងអប់រំហ្នឹងហើយអូថាខ្ញុំគ្រាន់តែលើកឯងទៅតែសែនអញល្ងាចមិញឯងកុំសួរថាអញអាណាខ្ញុំតុនចកងក្រឹបមិនមែនតុនខ្ញុំចង់បង្ហាញពីខ្ញុំអស់កម្លាំងជើងណាគឺតុនលុតចង្គង់តែម្ដងជួបរបស់ពិតហ្មងហើយក្នុងហើយមិនជឿអត់អ្វីដែលខ្ញុំគិតគាត់ឆ្លើយទាំងអស់ខ្ញុំគិតថាចេះហ៎អ្នកតារវល់សឹងអីមិនបានមកក្នុងចិត្តខ្ញុំពេលហ្នឹងគិតចឹងអញសេនាអ្នកលោកតាមិនមកទេលោកតាធំណាស់អញសេនាតូចទេឆ្លើយសំណួរខ្ញុំទាំងអស់ហ្មងតែខ្ញុំអត់សួរទេណាខ្ញុំដាក់ការសង្ស័យហ្នឹងគឺគាត់និយាយមកទាំងអស់ហ្នឹងប្រមាថអ្នកតាស្អីរឿងនឹងចាប់សំណងបងគាត់ធ្វើកិច្ចធ្វើអីមកជើងមកកូននឹងធម្មតាបដ ாய் នេះលក្ខណៈថាគ្រូចិត្តខ្សែប៉ះបារមីស្រុកខ្មែរបងប្អូនមករឿងហ្នឹងខ្ញុំមានបានទាញក្តារហ្មងណាបាទមានអារម្មណ៍មិនដែរខ្ញុំអារម្មណ៍ថាខ្ញុំវាធម្មតាព្រោះបារមីខ្មែរខ្ញុំជឿស្មើនឹងចិននឹងកន្លែងហ្នឹងដែលខ្ញុំគ្រប់ស្រឡាញ់បងមែនតើព្រោះថាគាត់ជាចិនសែឋានៈជា Master ចិនសែរៀនចប់បានសញ្ញាបត្រប៉ុន្តែមិនបំពេញសោះឡើយទៅលើជំនឿទៅលើផ្នែកបារមីបំហានគរតំបន់អត់ទេអ្នកតាជាដើមឡាសាហាវទេណោះខ្ញុំគាត់ណាហើយអស់ខ្ញុំមានម្ដងខ្ញុំសរសេរ status បោះថាបើអ្នកទាំងអស់គ្នាចង់ជួយខ្ញុំសូមថ្វាយនេះម៉ោងនេះតែមិនមែនអាម៉ានថ្ងៃមុននេះឲ្យយូរហើយតាំងយូរដើម្បីសែនតបផងចុះហ្នឹងនាំនេះបងប្អូនយើងឃើញច្រើនទៅធ្វើតែខ្ញុំសប្បាយចិត្តហើយនេះឆ្លៀតផេកហុងសុយខ្ញុំនឹងងើបផ្សព្វផ្សាយអំពីវប្បធម៌សម័យបារមីម៉ែខ្ញុំអត់និយាយពីវប្បធម៌ផ្សេងឧទាហរណ៍ថាវត្តទំនៀមទម្លាប់ការទំនៀមទម្លាប់អីខ្ញុំអត់ទេតែខ្ញុំនឹងនិយាយអំពីទីកន្លែងដែលសិទ្ធដែលសក្ការៈដែលខ្ញុំចង់ឲ្យបងប្អូនចង់ទៅគោរពម្ដងទៀតអ្វីដែលសំខាន់ក៏ពិតទៅជា plan តាំងពី season ទី1ដែលខ្ញុំនឹកឃើញដោយតែការវិភាគបងឯងវារវល់ពេកខ្ញុំគិតថាខ្ញុំចង់បបួលបងឯងទៅទីកន្លែងសក្ការៈដែលប្រជាជនខ្មែរមួយចំនួនមិនស្គាល់តែពិតជាស័ក្តិសិទ្ធិហ្នឹងពិតជាចង់ធ្វើវីដេអូឃ្លីបខ្លីៗអញ្ចឹងណាឡៃចាញ់ល្អ 100% តែខ្ញុំដឹងមានក្រុមការងារខ្ញុំច្រើនមតិខ្ញុំច្រើនខ្ញុំគិតច្រើនខ្ញុំថាចេញទៅគឺគេនឹងវាយបាទគេនឹងថាយើងបំពល់សង្គមគេនឹងថាយើងចិនសែមិនចំចិនសែប៉ុន្តែខ្ញុំគិតថាខ្ញុំចិនសែប៉ុន្តែខ្ញុំជន់ដីខ្មែរបាទអញ្ចឹងខ្ញុំត្រូវតែលើកស្ទួយមកវិញនៅអ្វីដែលជារបស់ខ្មែរអញ្ចឹងត្រឹមធូប5តសៃស្រាមលូបរិយដូចជាមិនអស់ហ្មងទេហ្នឹងហើយអញ្ចឹងខ្ញុំនឹងព្យាយាមផ្សព្វផ្សាយនឹងឡើងមកវិញហើយនឹងព្យាយាមរកឯកសារឲ្យបានច្រើនដើម្បីយកមកផ្សាយខ្ញុំមែនតើបានលឺអញ្ចឹងធម្មតាទេនៅពេលដែលយើងធ្វើរឿងមួយតែងតែមានអ្នកស្រឡាញ់និងតែងតែមានអ្នកស្អប់អ្នកមិនជឿប្រកាសជាស្អប់និងប្រមាថតែអ្នកដែលជឿគេប្រកាសជាស្រឡាញ់អរគុណក្រៃលែងដែលបានបង្ហាញនៅព័ត៌មានមួយចំនួនដែលគេពិបាកនឹងរកតែខ្ញុំគ្រប់គ្រងបងធម្មតាបងយើងធ្វើតែងតែប៉ះហើយប៉ុន្តែឲ្យតែយើងមានចិត្តល្អទេវតាគង់មើលឃើញតែបកទៅសាយរឿងវិញ
តែស្អីរឿងឆ្ងាញ់ណាចឹងបានន័យថាតាំងពីដើមមកអ្នកដែលចូលមកកូនហ្នឹងមិនមែនជាលោកតាឃ្លាំងមឿងគឺលោកតាដែលខ្ញុំគោរពដូចគ្នាលោកតាតំបន់តែលោកមិនមែនជាលោកតាឃ្លាំងមឿងទេតែត្រឹមតែជា ពោសេនាទូចមួយ ប៉ុន្តែបើតាមស្ដាប់ទៅដូចជាមេកងអញ្ចឹង ហ្នឹងហើយ ព្រោះដោយសារតែចុះពីចដើមមកគឺមានមនុស្សប្រុសម្នាក់មានសេនា2នៅពីក្រោយអញ្ចឹងបានន័យគាត់ប្រៀបដូចជាពលតបមួយអញ្ចឹងដែលមេកង កន្លែងហ្នឹងខ្ញុំអត់ដឹងថាមិនទេខ្ញុំគិតថាវាជាប្រភ្នូលឲ្យម្ដាយឃើញព្រោះខ្ញុំគិតថាគេហៅថាគុណម្ដាយទៅដោះម្ដាយថ្លៃអញ្ចឹងកូនមានបញ្ហាតែងតែអ្នកតាអ្នកបារមីតែងតែឲ្យម្ដាយហ្នឹងគាត់តែងតែដឹងមុន បាទ អញ្ចឹងខ្ញុំគិតថាកន្លែងនេះខ្ញុំប្រហែលជាគិតគេបង្ហាញអភិនិហារូបឲ្យម្ដាយគាត់ឃើញថាកូនគាត់គឺមានទោសក្បត់ក្បាលហើយ បាទប៉ុន្តែបើយើងពិចារណាឲ្យមែនតើណាកូនប្រុសមួយនេះគឺមានបុណ្យហើយប្រហែលជាអ្នកតាលោកក៏មើលថាកូននឹងមិនមែននិស័យអាក្រក់ទេតែខុសមកពេលអីអញ្ចឹងទើបចង់បង្ហាញអ្នកម្ដាយចុះមុនហ្នឹងមិនពេលអ្នកតាចូលហ្នឹងមិននិយាយជាមួយនឹងបងឯងថានេះប៉ុនហើយដែលស៊ីផ្លែឈើអស់2ខែហើយមិនបាយពោះងាប់ហ្នឹងហើយអញ្ចឹងបានន័យថាប៉ុនហើយអូយខ្ញុំតែមែនតែខ្ញុំថាពេលកូនហ្នឹងខ្ញុំថាអូនជីវិតថ្លៃណាថែជីវិតឲ្យនេះឲ្យល្អអ្នកខ្លះប៉ុណ្ណេះគេទៅហើយ បាទខ្ញុំគិតថាអញ្ចឹងដែរអ្នកមុំប៉ុណ្ណេះគឺទៅហើយអាចគេប៉ុណ្ណេះហ៎តែសាហាវមែនតើនៅពេលដែលចូលអ្វីដែលបងឯងគិតគាត់ឆ្លើយតបអ្វីដែលបងឯងពិចារណាគាត់ដាក់ទៅបងឯងវិញផាំងណាខ្ញុំអត់ទាន់គិតចប់ទេណាមិនមែនថាខ្ញុំសរសេរសំណួរអត់ទាន់ដល់សញ្ញាសួរគាត់ឆ្លើយអាហ្នឹងចឹងនេះខ្ញុំគិតថាជាការកំសាន្តណាបងប្អូនមិនជឿអត់ទេអាហ្នឹងជាការកំសាន្តការយល់ឃើញរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែដដែលសេចក្តីប្រមាថមានច្រើនសន្តានការដើរព្រៃយើងប្រមាថអមនុស្សប្រភេទខ្មោចដោយការពោលវិចារណាមួយដែលប្រមាថគេមិនគិតថាមានវត្តមានរបស់គេតែនេះករណីដែលបងប្អូនចូលមកដល់ផ្ទះរបស់គេហើយសម័យថាចេះបងប្អូនកំពុងតែអង្គុយញ៉ាំបាយខ្ញុំដើរចូលទៅក្នុងផ្ទះរបស់បងប្អូនក៏វែងចានបាយរបស់ឯងចេញវែងចានបាយមកហូបបងឯងញ៉ាំវាមិនឆ្ងាញ់ទេញ៉ាំអានេះវិញទៅបាត់ថាខ្ញុំយកបកងនៀកមកដាក់លើតុឲ្យបងឯងស្របពេលដែលបងឯងកំពុងញ៉ាំត្រីងៀតតែបងឯងមានអារម្មណ៍មិនបងឯងខឹងខ្ញុំអត់ដែលខ្ញុំទៅចេះបាយគេចោលនេះអាហ្នឹងវាដូចគ្នាអញ្ចឹងតើបងប្អូនមិនថាបងប្អូននៅទីដែលនៅកន្លែងណាទេកុំដល់ថ្នាក់ហ្នឹងអីអ្នកដែលមិនជឿឧទាហរណ៍ណាពេលខ្លះគឺអញ្ចឹងមិត្តភក្តិជិះតាមឡានអញ្ចឹងឥឡូវប្រហែលទៅដល់អាស្រមលោកយាយម៉ៅអ្នកខ្លះត្រឡប់គេចោចធូបអញ្ចឹងណាទៅជាមួយអ្នកដែលមិនមានជំនឿដល់ជិះតាមឡានជឿស្អីឈប់ធ្វើស្អីទេបើសិនជាគេមានជំនឿហើយមិនក៏មិនអែបឡានឲ្យគេអុជធូបទៅវាជាការធ្វើបន់មួយសម្រាប់ខ្លួនឯងបានតែយើងបានធ្វើល្អមួយសម្រាប់អ្នកម្នាក់ទៀតវាមិនប្រសើរត្រូវទេបងហ្នឹងហើយក៏ប៉ុន្តែមានមតិច្រើនណាគាត់ថាគិតតែពីជំនឿទៅមិនបាច់ផឹងទេផឹងអត់ផឹងមើលតែបងខ្ញុំគិតថាចេះមនុស្សមានបុណ្យណាមនុស្សមានរាសីមនុស្សមានជំនឿគឺមនុស្សហ្នឹងផឹងខ្លួនឯងហ្មងបាទឥឡូវបាយគិតចឹងអត់ឥឡូវបាយមើលពីអ្នកយើងជំនឿជឿថារបស់ទាំងអស់ហ្នឹងគឺមានមែនអញ្ចឹងទោះយើងរវល់ប៉ុណ្ណាក៏ដោយក៏យើងផឹងធ្វើកម្មវិធីនេះចេញមកបានដែរអញ្ចឹងខ្ញុំគិតថាមនុស្សដែលគាត់មានការផឹងប្រែងគឺគាត់ជាមនុស្សដែលមានរាសីខ្ពស់បាទហើយខ្ញុំគិតមួយទៀតខ្ញុំថាអ្នកខ្លះគាត់ថាមនុស្សប្រុសបើជឿទាំងអស់ហ្នឹងពេកទៅជាមនុស្សប្រុសម្នាក់ដែលលែងទុកចិត្តខ្លួនឯងក៏ប៉ុន្តែអានេះសម្រាប់ខ្ញុំវិញណាខ្ញុំគិតថាចេះបើខ្ញុំសម្រាប់សត្វលបែងស្រីស្រាហ្នឹងអាបាយដាក់ប្រាប់អួបនួផឹកមិនមើលខែកូនណារបស់ទាំងអស់ហ្នឹងនៅក្នុងអ្នកដែលគាត់ជឿលើជំនឿគឺគេតបបាទហើយមនុស្សប្រុសបើសិនជាតបបានប៉ុណ្ណឹងល្អប្តីគំរូហ្នឹងឥឡូវសួរថាបាយហ៊ានសម្រាប់សត្វអត់បាយហ៊ានជេរខ្ញុំអត់បាយហ៊ានប្រើពាក្យថាអាស្គួតអត់ជេរម៉ែគេអត់ហ៊ានទេមែនទេអញ្ចឹងបាយជាមនុស្សប្រុសម្នាក់ដែលអត់ប្រើពាក្យអាស្រួលបាទព្រោះអីមិនមែនមានន័យថាខ្ញុំដើម្បីមិនមែនមានថាខ្ញុំធ្វើអញ្ចឹងដើម្បីប្រកបចិត្តមនុស្សជំនួយខ្លួនតែខ្ញុំធ្វើដើម្បីនេះរបស់ដែលខ្ញុំជឿបើខ្ញុំនិយាយបងអស់ហ្នឹងគឺខ្ញុំដាច់និស័យអញ្ចឹងខ្ញុំត្រូវតែជឿនៅពេលដែលអ្នកដទៃគេអត់មានមើលឃើញអញ្ចឹងគេឃើញថាយើងគឺជាមនុស្សម្នាក់ដែលល្អបាទត្រូវបងត្រង់ចំណុចហ្នឹងដែរក៏ខ្ញុំចង់និយាយថាអ្នកខ្លះអត់ជឿអ្នកដែលប្រមាថណាតែមើលនោះផឹកអួប្រមូលបាយប្រពន្ធវាយកូនជាដើមខ្ញុំអត់និយាយទេបងពួកយើងដែរឥឡូវពួកយើងដែរឃើញមនុស្សស្រីផ្សេងហើយដែងលួចគិតថា
ស្អាតណាទោះប្រពន្ធគេក៏ដោយ យល់ ពួកយើងដែរគិត ឆ្ងាញ់ប្រពន្ធគេអត់ទេ ដោយសារអីយកប្រពន្ធគេ បាទ ពួកយើងអត់ហ៊ានហ្មងទោះបីតែបើថាណាយើងឃើញថាស្អាតក៏យើងទាញខ្លួនឯងមករកផ្លូវត្រង់វិញដែរ បាទ អានេះខ្ញុំចង់និយាយថាពេលខ្លះជំនឿគឺជាច្បាប់មួយដែលឃុំឃាំងខ្លួនយើងមិនឲ្យធ្វើខុស ហ្នឹងហើយប៉ុន្តែប្រើឲ្យត្រូវ បាទឥឡូវនេះចូលដល់សាច់រឿងរបស់ខ្ញុំមួយទៀតដែលសាច់រឿងមួយនេះខ្ញុំនឹងចោទសួរព្រោះខ្ញុំអត់មានចម្លើយដូចគ្នា ខ្ញុំមិនមាន ខៃលោបងឯងដឹងយោងតាមក្បួនដែលបងឯងបានរៀនចំណេះដឹងជាច្រើនណា ខ្ញុំទៅប្រើពាក្យដដែលពួកខ្ញុំមិនមែនជាគ្រូទេ មិនមែនខ្ញុំគ្រូទេគ្រូខាងផ្នែកចិនសែប៉ុន្តែគ្រាន់ចិនសែមានយិនយ៉ាងហីហ្នឹងហើយអញ្ចឹងក្នុងករណីមួយនេះក៏ខ្ញុំមានចម្ងល់ដែរដែលខ្ញុំស្ដាប់រឿងរបស់គាត់ហើយដំបូងខ្ញុំវិនិច្ឆ័យថាបុគ្គល A តែដល់ស្ដាប់យូរទៅមិនទៅអញ្ចឹងប្លែកមែនថ្មីជ្រើងហ្មងសម្រាប់ខ្ញុំណាសាច់រឿងមួយនេះបានផ្ញើដោយប្អូនស្រីម្នាក់រឿងហេតុនេះបានកើតឡើងនៅក្នុងខែ1ថ្ងៃ29ឆ្នាំ2025ដើមឆ្នាំ Happy New Year Happy New Year អង់គ្លេសទៀត ចូលឆ្នាំនេះចូលឆ្នាំចិនចូលឆ្នាំចិនហើយពួកគាត់ក៏ដើរលេងជុំគ្នារបស់គាត់ទាំងអស់មាន6នាក់គាត់ដើរលេងជុំគ្នាអីហើយនឹកឃើញតែចេះតែមើលកុនហីខ្ញុំអត់ដឹងថាសាច់រឿងអីគេហ្នឹងថ្ងៃនោះតែគាត់ថាតែមើលកុនហីដល់ពេលអញ្ចឹងហើយមានមិត្តភក្តិរបស់គាត់ម្នាក់ថាសួរអ្នកទី7មើលអ្នកទី7អត់មាននៅក្នុងទី6ហ្នឹងណាអានេះខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំសាច់រឿងនេះរៀងវល់តស្ដាប់ឲ្យតន់ចឹងក៏ទៅសួរមិត្តភក្តិមួយទៀតមិនហីទៅមើលកុនអត់ខាងនោះគេ confirm ទៅមើលកុនអីបងពេលចូលឆ្នាំ អត់ដឹងខ្ញុំអត់ដឹងរឿងអីខ្ញុំអត់ដឹងរឿងអីកន្លែងហ្នឹងខ្ញុំសុំខ្ញុំបិទដល់ពេលខាងទី7មិត្តភក្តិលេខរៀងទី7ហ្នឹងគេ confirm គេឯកភាពថាខ្ញុំទៅមើលមិត្តភក្តិរបស់គាត់សួរថាម៉ាអ្នកតាមម្នាក់ដូចសូអញ្ចឹងពួកគាត់6នាក់ហ្នឹងក៏ឡើងឡានជិះទៅយកអ្នកទី7ហ្នឹងទៅដល់កន្លែងផ្ទះអ្នកទី7ហ្នឹងគាត់បានឈប់នៅមុខផ្ទះចាំអ្នកទី7ហ្នឹងដើរចេញមកដល់ពេលដើរអ្នកទី7ហ្នឹងដើរចេញមកមានមិត្តភក្តិម្នាក់ដែលខ្ញុំដាក់ឈ្មោះថាពេជ្រស្អីពេជ្រហ្នឹងមិត្តភក្តិរបស់ម្ចាស់សាច់រឿងណាគាត់ស្រែកថាហើយអង្គុយមិនគ្រាន់លើសមនុស្សហើយតោះណាតែចឹងទៅម្ចាស់សាច់រឿងទៅចាច់ស្រែកថាចេះតាមម្នាក់ឯងហ្នឹងរឿងឯងអង្គុយអត់គ្រាន់ដល់ហើយខាងនោះគេថាប៉ុណ្ណឹងគេឡើងឡានមកខាងម្ចាស់សាច់រឿងហើយនឹងស្រីពេជ្រហ្នឹងគេ message រកគ្នាគេ message រកគ្នាខាងពេជ្រគេ message ថាឃើញលើសមនុស្សឃើញ2អញ្ចឹងណាចាប់ប៉ុណ្ណឹងគេបន្តដំណើរពីហ្នឹងអត់ទាន់ទៅដល់រោងកុននៅឡើយទេគេទៅឈប់នៅផ្ទះស្រីពេជ្រដើម្បីឲ្យស្រីពេជ្រហ្នឹងគេផ្លាស់ប្ដូរកៅអៅខ្ញុំអត់ដឹងថាមិនទេខាងស្រីណាអញ្ចឹងគេឡើងទៅដល់4នាក់ទុក3នាក់ទាំងអស់7នាក់ទុក3នាក់នៅក្នុងឡាន4នាក់ទៀតគេឡើងទៅលើផ្ទះស្រីពេជ្រឡើងទៅលើផ្ទះស្រីពេជ្រ3នាក់នេះខ្ញុំ spoil សិនណា4នាក់គេឡើងទៅដល់គេសួរគ្នាថាឃើញអីគេថាស្រីពេជ្រថាឃើញមនុស្សស្រីម្នាក់កពស់អាយុប្រហែលជាមួយនឹងអ្នកទី7ដែលដើរមកស្លៀកកៅអៅប្រហែលគ្នាខាងអ្នកទី7គេស្លៀកសពុតខ្លីមកហើយគាត់ហ្នឹងក៏ស្លៀកសពុតខ្លីមនុស្សហ្នឹងក៏អ្នកម្នាក់ទៀតលើសហ្នឹងក៏ស្លៀកសពុតខ្លីដើរមកដែរដល់ពេលដើរមកដល់ពេលដែលស្រីពេជ្រអ្នកទី7ហ្នឹងគេដើរមកខាងនោះគេរត់មករេមកមុខឡានហ្នឹងមុនហ្មងដល់បើកទ្វារមកបាត់ឃើញតែអ្នកទី7ហ្នឹងឡើងលើឡានគេផ្លាស់ប្ដូរកៅអៅហើយគេក៏ចុះមកឡានវិញនៅពេលដែលគេចុះមកឡាននេះម្ចាស់សាច់រឿងគេដូរកៅអីទៅអង្គុយជាប់ជាមួយនឹងអ្នកទី7គេក្លាហានណាគាត់ក្លាហានគាត់ទៅដូរទៅជាប់នឹងគាត់អាងថាគាត់មានខ្សែចកេះខ្សែដៃអញ្ចឹងណាជិះពាក់កណ្ដាលផ្លូវតម្រង់ទៅរោងកុនគាត់ក៏ស្រែកទៅចេះអត់ទទួលទេណាចំណែកលើសអត់យកទេមកពីណាទៅកន្លែងនឹងវិញពួកខ្ញុំអត់ទទួលទេគេស្រែកមួយម៉ាត់ប៉ុណ្ណឹងអញ្ចឹងចាំពាក្យពេចន៍នឹងទាំងអស់ណាស្រែកមួយម៉ាត់ប៉ុណ្ណឹងគេក៏ទៅរោងកុនទៅដល់រោងកុនមិត្តភក្តិរបស់គាត់មានម្នាក់មានអាការៈចម្លែកមែនតើខុសគេហ្មងយើងដាក់ឈ្មោះថាជូ
bởi chung chú cho năng chỉ chung một đại quạt đạo ấy nè chẳng cho sợi hướng để sắp hết đăng ra hướng bọc lần này nhỉ chú năng miên mặt phẹ mà nè cái lược thành trẻ lơ sờ bọt muối nha chú năng lư sao ta hả khóa muối rồi toàn này bọn lưu về trẻ cái tự tính popcorn cái tự tính là pudding coca chẳng này khổ bay lư ta khóa muối chắc gì đấy than lư về trẻ à là bọt na đại bọc khủng mình nó cứ về trẻ thằng cái đau cho tầm mưa cũng còn cho đã mơ hưởng con hai cái tranh mau vĩnh lang lan ta lẹ nẹ tìm bao lần buồn kể đại cho tẻ hai cái đầm rong lan nắng máu té mình cha sải hưởng mà nhắm ấy chung kia mình sải gì trắng là mình phẹp bỏ kề hiện cho vậy chẳng tay tay cái tục ao chú nó khéo tẻ mình cha sải hưởng phẹp đến chết chú cũng ai châu ngồi chăm đằng sân này hai chiều bụng đại bó hàng mà cha sải hưởng nắng quạt nè chưa đài mở từ chẳng nói quạt cha sải hưởng ban châu tới phẹp bài chẳng phải chê co chẳng là ngày của cái này nhỏ ban phải trẻ tha chú quạt năm chồng chồng cho nằm nơi pe đài ở bụng nắng cái đài trên máu chú cối chăm nơi cái này bong nơi một hai chị và pe te vì lá chẳng miền bong là một te hành trắng á chẳng ở bụng trên máu có phải chê coi chẳng bộ quát có trầu màu te nhằm ấy ở hiên vậy ấy chởn tế ở hiên vậy ấy chởn tế là hốt đó bay chương kia đặc ở kia từ te hiện luôn bạc can group chat mùi để admin nè tìm bằng admin nè tìm bằng vậy đại cái đọ mà trả chanh số bộ này có đúng không đó bé đẹp bạc can chắc ạ chú cái lục một chỗ mỏng bách cái tự xây tha muốn nâng mi này cái khơi khá phụ được sao tại anh khơi mà được xây mà nè không xây mà nè tam nè tìm bằng năng lại máu ở tay đó hơi tức bắt khơi tại anh men chú cái lục một mỏng chú trên nè khơi hai ca tẹn bích ban khơi trâm tại làng lan đi tại chú khơi tẹn nếu treo vậy là chú khơi chú ta mình nè nó hột lao rồi mọc lại một lá nó hai mong cùi bị chết chú khơi chắc con khát ảnh cùi đong cùi chắc đang cùi đó te xảy bích nó mình nè xảy nó trong môn kể mình đã xảy chuyện không muốn cái áo kia cho bị làn chắc nó không lán nó sao tập bay nè thay mà nè tiệt buồn nè toàn đấy nó về đến nơi buồn nè chắc khơi mà nè nâng từng quay kia nè tìm bắt hãy ớt mơ kia cho tù giáp mà nè cho cùng mơ tù giáp chú khơi chăng cất hai mình ư hãy có nghiệm mơ là biết nghiệm mơ lá là cái bom ôn men tại nhiệt men đọc về nghiệm mơ mà nè mình sẽ nó nghiệm màu chú hơi nhầm đại chú khơi trắng chú có khăn máu kiến chàng luôn anh khăn máu kiến bảo uống hay cho tù sạp to ta ở trong là sai phủ chú con mến chim mình ư mình nè đại chú chấp là sai chùm mũi nè cái rùng bụng bao có thể có trăng vậy ra chùm mũi nè mất hẹ nè hay một ấy còn ở chú chặt đấy chẳng còn khơi chẳng còn khát tới vàng đâm bấy cho tù sạp nơi pe đại mình ư tặng lan vinh nè tăng chắc sai hướng ấy nè pe năng ngay tìm quạt đăng tha không mình xảy năng cứ việc màu phụ không mình xảy năng từng quay bà lo chướng bỏ nẹ tìm bằng pal năng cho cô khách ông chướng hay một quạt pe năng ngay tìm quạt đăng thạc màu phải chạm con hết chú quạt ở xa quạt khơi tay chỉ hướng thom mà đa đôi bằng ngày khơi chởn pe tay chỉ hướng thom mà đa nó pe đại mà chắc sai hướng nè quạt có xu tha cho pe đại anh vậy tha gì cái ở tụi mình được lơ tê tranh ta gửi nắng á cái thơm hạch cái coi nắng hay thơm mục sẹt cái thơm mục sport hay mơ tầm cha sải hướng trong dùng tích p bằng tích anh tích ta tranh phòng nếp p đại đa tới hùng con nè chú khơi mà nè nắng đa tam là hột đa kiệm mòn đa tam là hột đó nè là hột đó là hùng con châu đó là họ con á mình nè ăn châu mà nè nó cho nó một hay chú quạt đa tới hùa chẳng tới quạt cả lệ mơ khói khơi mà nè nó trong dung tí trong anh tí hai quỷ cái ba là hột là biếm bày quạt hai cái tới đáy á chú quạt qua đây chỉ cho bị mơ con lan với mà nè nó hốt từng coi khổm chứ nè tìm bằng pal năng tại đây chẳng sai hướng nó nhưng mình bẹp thang kê tùm lẹ nè tìm bằng pal muốn kê nhiều rồi đó sầm nụ lại bọn con tái
ធម្មតាមិត្តភក្តិយើងចុះយើងមិនត្រូវមើលមិត្តភក្តិយើងចូលទេត្រូវអត់ចឹងអ្នកទាំងអស់គ្នាមិនអឺតមើលមិត្តភក្តិចូលទេក្មេងស្រីនឹងអឺតមើលពួកម៉ាក់អ្នកទី7នឹងចូលទេដែរអត់ទៅតាមផងអត់ទៅតាមផងហើយបាយដាក់អ្នកទី7ហ្នឹងហើយឡើងឡានបន្តតាណាទៅម្ចាស់ស្អែកទៅផ្ទះចាស់ស្អែករឿងហ្នឹងនៅកន្លែងបងខ្ញុំមិនប្រាប់ថាម្ចាស់ស្អែករឿងឲ្យអាជូអង្គុយនៅបងខាងក្រៅដើម្បីបជាក៏ត្រូវឯនៅពេលដែលជូគាត់អង្គុយនៅបងខាងក្រៅហ្នឹងជូប្រាប់ទៅចាក្មេងស្រីហ្នឹងមកអង្គុយជាប់គាត់ហ្មងមកអង្គុយជាប់គាត់ហើយគាត់អត់ខ្វល់គាត់អោនចុចទូរស័ព្ទគាត់អោនចុចទូរស័ព្ទក្មេងស្រីហ្នឹងអឺតមើលទូរស័ព្ទគាត់ដូចអឺតមើលទូរស័ព្ទអ្នកទី7ហ្មងចង់ដឹងឯងមើលអីគេខ្លះឬអញ្ចឹងណាជូគាត់ធ្វើអត់ខ្វល់រហូតដល់ម្ចាស់ស្រីរឿងសួរថាចុះពេលដែលយកអង្គទៅគេទៅអត់នៅពេលដែលគ្រាន់ឪពុករបស់គាត់កាត់អង្គចេញពីផ្ទះក្មេងស្រីនោះសឹបទៅក្រៅលបងទៅដល់កែងផ្លូវមួយនៅក្នុងបរិយាហ្នឹងអញ្ចឹងគេគាត់បជាអីចឹងហើយទឹកមុខរបស់ក្មេងស្រីហ្នឹងគឺយំអង្គុយអោបជើងរហូតដល់ថាចប់ប៉ុណ្ណឹងហើយក៏ចប់ស្អែករឿងធំប៉ុណ្ណឹងប៉ុន្តែអ្វីដែលសំខាន់ជូថាថ្ងៃដែលគាត់មានថ្ងៃមួយម្ចាស់ស្អែករឿងប្រាប់តណាថាតពីហ្នឹងម្លងបានមួយថ្ងៃពីរថ្ងៃគាត់ក៏គិតថាជូប្រហែលជាឆ្នាំដាក់អញ្ចឹងហើយគាត់មានយន់មានអីចឹងហុចឲ្យជូហ្នឹងជូក៏ដាក់ក្រួយទូរស័ព្ទពេលដែលចេញពីរៀនស្រាប់តែមានក្មេងស្រីម្នាក់មិនដឹងថាជាខ្មោចស្រីហ្នឹងឬមិនទេតែគ្មានក្មេងស្រីម្នាក់មកឈរទល់មុខគាត់គៀកមែនតើគៀកជូហើយប្រាប់ទៅចេះឯងចូលចិត្តហែងដល់ហើយហែងស្អាតណាឯងដូចមាននិស័យនេះឯងមានរបស់អីមួយយកហ៎លឿមចឹងណាជូពីក្បាលអត់ឆ្លើយអីទាំងអស់គឺគួយក្បាលចឹងបើអត់យកទេថ្ងៃក្រោយចាំហៅទៅទៀតថ្ងៃស្អែកឡើងមិនក្មេងស្រីនឹងមកទៀតប្រាប់ទៅជូថាចេះតែដងនេះមិនមែនឈរគៀកណាឈររៀងឆ្ងាយប្រាប់ជូថាចេះឯងចង់នាំហែងទៅលេងនៅសួននោះស្អាតណាផ្កាច្រើនមានមេអំបៅច្រើនមែនតើឯងចង់នាំហែងទៅតែដកអារបស់ដែលមានហ្នឹងទៅរបស់ហ្នឹងអត់ល្អទេតដកទៅបានឯងនាំហែងទៅបានជូអត់ខ្វល់ហើយនៅពីក្បាលតែសន្តានដែលពលឹងមួយហ្នឹងដែលបង្ហាញខ្លួនគឺមិនដូចទាល់តែសោះទៅជាមួយនឹងក្មេងស្រីម្នាក់ដែលពួកគាត់ទាំងពេចទាំងជូបានឃើញតាំងពីដំបូងអញ្ចឹងសាច់រឿងនេះខ្ញុំទទួលបានព័ត៌មានប៉ុណ្ណឹងប៉ុន្តែសំណួរចម្លែកសម្រាប់ខ្ញុំហេតុអ្វីបានជាអមនុស្សអាចផ្លាស់ប្ដូរអ្នកតាមបានចាចម្លែកមែនតើណាបងខ្ញុំធ្លាប់តែមើលថាបើតាមម្នាក់គឺម្នាក់ឯងមួយគេហៅថាតាមមួយគេហៅថាមាននិស័យឥឡូវឧទាហរណ៍តាមខ្ញុំម្នាក់ហ្នឹងឲ្យអមនុស្សមួយតាមមកឯងមកមេថាទៅណាក៏ទៅតាមដែរបែរចង់កន្លែងហ្នឹងមុំអីចូលរួចដែរខ្ញុំហងកុននេះចូលរួចដែរមួយទៀតគេហៅថាមាននិស័យដូចជូដែលបើឧទាហរណ៍ហ្នឹងជូគាត់មាននិស័យមើលឃើញវាមិនខុសពីខ្ញុំទេហេតុអីបើខ្ញុំតែងតែឃើញហេតុអីក៏ខ្ញុំវាលែងខ្លាចដោយសារតែយើងស៊ាំប៉ុន្តែកន្លែងខ្លះយើងវាមិនលើសពីការរំពឹងទុកយើងក៏វាភ្ញាក់ផ្អើលដែរហើយចាស់ស្អែកដូចអ្នកលោកតាមិនអញ្ចឹងមិនយើងភ្ញាក់ផ្អើលទៅនេះមួយទៀតគេហៅថានិស័យដោយសារអីហេតុអីទៅដើរលេងទៅជាខ្ញុំឃើញរហូតដោយសារតែខ្ញុំពួកម៉ាក់មួយគាត់ហើយអញ្ចឹងពួកគាត់រកតែមនុស្សដែលគាត់ស្គាល់ទេបើបានយើងឃើញយើងប្រស្រ័យតាក់ទងទៀតយើងដាក់បាយគាត់សែនទៀតគឺគាត់តាមយើងមកដោយសារអីគាត់រកបានមនុស្សម្នាក់ដែលគាត់អាចជជែកគ្នាបានអញ្ចឹងឧទាហរណ៍ថាម្នាក់មួយទី7ហ្នឹងនិស័យគាត់អាចថាជួបថាឃើញតែមាននិស័យមួយអាចថាឃើញតិចឬមួយក៏គេធ្វើប៉ុនគេអីចឹងដល់ពេលជូមកក្លាប់ជូនិស័យជាងមិនមកហៅជូតំណងជាងហ្នឹងហើយឥឡូវដូចខ្ញុំចាក់ស្រាយចឹងអត់ខ្វះទេខ្ញុំទៅផ្ទះគេភ្នងឬមួយក៏ជនជាតិរូបនឹងជាជនជាតិមកដល់មកតាមខ្ញុំគ្មានទេគេថានៅជាមួយខ្ញុំស្រួលជាងយ៉ាងហោចណាស់ក៏និយាយគ្នាបានហ្នឹងហើយហើយតែខ្ញុំថាអត់ទេអត់មាននិយាយជាមួយទេសូត្រពី3ម៉ាត់ឃើញខ្ញុំ
ថែខ្ញុំប៉ុន្តែអត់មានប្រស័យអីបានដូចតាមចិត្តទេអញ្ចឹងខ្ញុំអាចនិយាយបានថាតាមនិងនិស័យគឺខុសគ្នា បាទ ហ្នឹងហើយ អូខេចឹង តែ សម្រាប់ អ្នកអត់ទាន់ដឹងថាត្រូវអត់ទេណា បាទអញ្ចឹងសម្រាប់ម្ចាស់សាច់រឿងដែលចោតសួរសំណួរហើយខ្ញុំបានប្រាប់ថាខ្ញុំនឹងព្យាយាមយកមកសួរបងឲ្យនេះជាអេពីសូតដែលខ្ញុំបានចម្លើយហើយមិនថាត្រូវមិនថាក្រោះបើសិនជាមានប្រិយមិត្តដែលគាត់ចេះខាងផ្លូវហ្នឹងយល់ដឹងច្រើនក៏អាចបកស្រាយបានដែរប៉ុន្តែការដែលខ្ញុំសន្មត់ហ្នឹងព្រោះខ្ញុំមិនមែនអ្នកចេះទេខ្ញុំមិនមែន master ក៏ខ្ញុំសន្មត់ប្រហែលនឹងឯងដែរធម្មតាដែលខ្ញុំបាននិយាយមកពីអេពីសូតមុនមកខ្ញុំប្រាប់ថាពេលខ្លះនៅពេលដែលអារូបជួបមនុស្សដែលអាចប្រស្រ័យជាមួយបានណាគ្នាអខ្លាំងណាអញ្ចឹងទិសព្រួញវាអាចផ្លាស់ប្ដូរប៉ុន្តែវាខ្ញុំនៅតែមានចម្លែកចែកធម្មតាឧបមាថាបើសិនជាបុគ្គល A ហ្នឹងគាត់បានបុគ្គលកហ្នឹងគាត់បានធ្វើដំណើរទៅប៉ះពៀននៅកន្លែងគេនៅកន្លែងណាមួយឧបមាថាបត់ដៃបត់ជើងនៅកន្លែងគេដោយមិនបានសុំអញ្ចឹងអាគេមកតាមអញ្ចឹងទៅគេថាប្រមាថជុះដាក់គេអញ្ចឹងទៅគេមកតាមឲ្យទូមានអ្នកឃើញក៏ដោយក៏ខ្ញុំអត់ដែលឮប្រវត្តិថាមានអ្នកឃើញ ដូរ ផ្លាស់ប្ដូរ អត់ទេអាហ្នឹងអត់ដូរទេអញ្ចឹងមានន័យថាអ្នកដែលគាត់ឃើញហ្នឹងគាត់អាចនឹងប្រាប់ម្នាក់ហ្នឹងថាហែងខុសកន្លែងជូណូពួកគេប្រាប់គាត់ តែដល់ពេលនេះមានអារម្មណ៍ថាដូច ផ្លាស់ប្ដូរ បាទ អានេះដូចតែខ្មោចអានេះបើស្ដាប់មកដូចខ្មោចជីជូត យល់ ហ្នឹងហើយមើលមកណាហៅទៅពួកម៉ាក់ណាមើលឃើញខ្ញុំទៅតាមអ្នកហ្នឹង វាអាច អញ្ចឹងកន្លែងនេះបើសិនជាខ្ញុំផ្ដាំទៅជួដែលគាត់អាសាឃើញខ្ញុំគិតថាអ្នកដែលគាត់អាសាឃើញអាចនឹងធុញណាពេលខ្លះពងស្តេសការងារមកឃើញអីមួម៉ៅណា ធុញ ពេលខ្លះពងឆ្លោះគ្នាមួយពួកម៉ាក់មួយប្រពន្ធអីមកឃើញយើងឃើញអាពេលនោះយើងមួម៉ៅណា បាទ ពងឆ្លោះគ្នាមិនមកឃើញទៀតរវល់ចង្អប់ហើយខ្ញុំមានវិធីខ្ញុំធ្លាប់បើហែកជាបងឯងធ្លាប់ចាប់អារម្មណ៍ខ្ញុំឲ្យទៀនបងឯងការទៅអង្គរវត្តអញ្ចឹងខ្ញុំឲ្យបងឯងទៅរកមើលអានេះខ្ញុំអត់ទលាយថាខ្ញុំអត់និយាយថាវាគឺជា ស័ក្តិសិទ្ធិទេ របស់សកលដែលមនុស្សគ្រប់គ្នាត្រូវធ្វើតែវាជាអ្វីដែលខ្ញុំជាមនុស្សដែលធ្លាប់ឃើញហើយខ្ញុំធ្វើអញ្ចឹងទៅវាជួយខ្ញុំបានច្រើន បាទ ហ្នឹងហើយអញ្ចឹងពេលបងឯងទៅឡើងមានស័ក្តិសិទ្ធិដែលបងឯងគោរពអញ្ចឹងខ្ញុំជឿថាបងឯងប្រកាសជាមានទេព្រោះបងឯងមានតបពាក់វ៉ាន់ពាក់ផ្សាយចកេះចេះប្រកាសជាមានហើយអញ្ចឹងខ្ញុំសូមឲ្យទៅកន្លែងស័ក្តិសិទ្ធិកន្លែងណាមួយដែលបងឯងគោរពជាងគេបងឯងយកទៀនកមួនយើង3ដើមពេលដែលបងឯងឲ្យធុកថ្វាយឲ្យអស់ទៀនហ្នឹងបងឯងឲ្យពេលឲ្យធុកអីហ្នឹងពេលថ្វាយឲ្យអស់ត្រឡប់មកវិញបងឯងដុតទៀនហ្នឹងឲ្យដុតជាមួយនឹងទៀនដែលគេកំពុងតែដុតស្រាប់មានថាកុំកេះតែកេះ ចម្លង ចម្លងពីទៀនដែលគេមានស្រាប់ឬមួយក៏ទៀនរបស់អាស្រមហ្នឹងគេមានហ្មងយើងទៅអាស្រមគេដាក់ទៀនភាសាណាយើងទៅចម្លងពីហ្នឹងមកហើយយើងដាក់បំណំហើយយើងប្រាប់ថាយើងគឺជាមនុស្សម្នាក់ដែលមានឧបនិស្ស័យជាមួយនឹងរឿងទាំងអស់ហ្នឹងខ្ញុំកណាគឺអត់សប្បាយចិត្តម្ដងមកកាលអញ្ចឹងខ្ញុំសូមសិទ្ធទីទៀនហ្នឹងធ្វើជាទៀនមួយដែលអាចផ្សាយបុណ្យបានអញ្ចឹងនៅពេលដែលខ្ញុំកណាអត់ចង់ឃើញខ្ញុំកណាអត់សប្បាយចិត្តខ្ញុំកណានឹងប្រើប្រាស់ទៀននេះដុតអញ្ចឹងនៅពេលដែលបងឯងយកទៀនហ្នឹងនិយាយឲ្យអស់បងឯងផលុតដោយផ្លុំឬមួយក៏ផលុតដោយអាលាស់ឬមួយក៏បងឯងអាចយកស្លឹកម្លូមកគ្របក៏បានដែរឬមួយក៏មានស្លឹកផ្កាឈូកមកគ្របឲ្យលុតហើយបងយកទៅផ្ទះទៅអញ្ចឹងទុកឲ្យស្រួលបួនអញ្ចឹងពេលដែលបងឯង stress ខ្លាំងហើយបងឯងឃើញច្រើនហួសហេតុធ្វើឲ្យបងឯងចង់ស្មុកស្មាញទៅជាធុញជាមួយនឹងរឿងអស់ហ្នឹងបើឲ្យទៀនហ្នឹងនៅក្នុងកតុបគេងឬមួយក៏នៅកន្លែងអាសនៈបងដែលមានរហូតដល់ទៀនហ្នឹងឆេះអស់អញ្ចឹងរបស់ទាំងអស់មិត្តភ័ក្តិដែលបងឯងឃើញពលិទៀនហ្នឹងគេនឹងថយបងឯងរាប់រយ ជំហាន ប៉ុន្តែនឹងដើរមកវិញហើយចាំធ្វើចឹងបន្តទៀត ថ្មី ខ្ញុំមិននិយាយថានេះជាក្បួនទេណាប៉ុន្តែអានេះគឺជាអ្វីវិធីសាស្ត្រដែលខ្ញុំ ប្រើទៅបានផលខ្លួនឯងអញ្ចឹងខ្ញុំឲ្យបងសាកដែរទៅ នេះគឺជាសាច់រឿងដែលប្រិយមិត្តចែកម្លែកទាំង3សាច់រឿងនៅក្នុងថ្ងៃនេះវាមានប្រហាក់ប្រហែលជាសំណួរច្រើនមានកន្លែងខ្លះក៏បងប្អូនធ្លាប់ជួបកន្លែងខ្លះដែលបងប្អូនមិនធ្លាប់ជួបតែសាច់រឿងបង2គឺឆ្ងាញ់មែនតើខ្ញុំរងចាំសាច់រឿងទី3របស់គាត់ រឿងទី3ខ្ញុំនិយាយមិនដឹងថាឆ្ងាញ់ទេណាព្រោះរឿងនេះខ្ញុំវាដឹងមកវាកបត់ដែរ ជួបខ្លួនឯងឬក៏ដឹង មិនមែនជាភ្ញៀវ បាទ ប៉ុន្តែដោយពួកមហាយល់ណារឿងនេះស្តីមកឯងចឹងដែរដែលខ្ញុំប្រាប់បងឯងថាដូរសាច់រឿងភ្លាមហ្នឹង បាទ គាត់ហ្នឹងពីមុនគាត់ធ្លាប់មានស្នេហាក្រោយមកគាត់ក៏បែកបាក់ហ្នឹងគាត់គិតថាមានគេចំណែនគាត់មានគេឈ្នានីសគាត់អញ្ចឹងទៅបានគេធ្វើមុនជាងងឹតបែកបាក់អីចឹងទៅ យល់ អញ្ចឹងពួកខ្ញុំថាអើយនៅមិនចោះសម្រងគ្នាទោះប្រើមុនមិនក៏ដោយក៏មិនមែនជាស្នេហាពិតដែរបើមិនតាន់ការទេមិនតាន់អាចប្រើវិធីហ្នឹងអីត្រូវគ្នាក៏ត្រូវមិនត្រូវគ្នាចាំគូមកពួកយើងយកនិយាយអញ្ចឹងខ្ញុំហៅគាត់ហ្នឹងថាតែឈ្មោះថាម៉េច
co chẳng thế coi đã chua thật đà đà nó cứ cọt sấy á bộ tọt máu nhóm chập đà bay kia mà dạ rồi sao cọt nó cứ định mật phẹn để dân hiển hay bị chọc ca sật xa chẳng như bạn nơi chung kia tê chẳng nhóm tay để khương cọt phó Facebook hoặc cọt xe cọt ở sờ bài chật cọt ấy che mũi bị miên hụt một bóc nút để nhóm mơ hới nhóm chập đàm từ tua rộng tha cọt miên nẹt tàng hay nhóm cọt cha tới cọt nhóm tha đá anh đơn thà anh bạc cài đo cầm rực nâng ọt tê mình thấy anh khi hụt này phô mà sao mình nắng anh mẹ làm ta hãy đôi miên kia tam hả anh khơi nhở anh chỉ mà đôi tivi á đây vậy thằng anh miên kia tam anh tim môi nè kìa anh luôn anh có thằng anh luôn anh nè thầy hình mơ anh từ nhằm ấy nơi hang sụp muối anh tới mà này anh kia hiệp tràn anh một cú tiền ấy anh ta ơi bong ở đấy nhưng mà ấy nè số ví một con vậy ta ô trên trong sạp bong chờ làm mày có còn xong sảy mà hất khỏi máu cứ có tay để chụp hai càng chẳng có tinh sờ bọt lan từ si điệp cái cật lùi quạt pưng ở tham mà thấy buồn nhưng mà đã lại mà còn nó quạt phèm chứ tham bong ở mà sờ đóng ở mà thấy buồn rồi lại hả thấy mày bong khen nhưng khơi ở tại đó bị trên ta khen bài mà pin này hay cái prince bọt hai pi anh có thằng ở thế nhưng mà này anh tạm bọn nhưng mình nè mày cho làm pu nè AFC nhé ở thế mày cho pin nè cho chẳng hay kiện mà anh tiết mục cái này mày tin sờ bọt nâng à ở 70 mới có đây nè nhưng mà đằng này ở ấy bông cần xe cho ở ấy tê có tha mấy chẳng đó tại con từ khai nè cái đó khai xem hiệp lấy con trâu kia ngồi tái con trâu mà mực chật khi mình vô cái xe các bạn vô IP ấy con chặt đam phù hợp nó cả nó cứ stun thì phải gì không biết tật đấy ấy bạn giống khơi hụt nó mà giống trà tới con ấy tại thế cái ọt miên thử ấy coi chặt đam đơn là vì ở sân bãi chật ở đây chẳng tới bùa khi tranh cho tranh đó hộ ấy dùng nực na anh nực viên na anh trong bàn viên na anh nực xong sai anh na anh nực mùi nực khăng anh thọt bàn nè của anh thế vì đó vì xét anh cô dương trong bật xét hay vì tầm xét này dương dậy lên chẳng tiện đó hay gọi đách từ nẹt từ nó ngoài dạng tới chi mà đai bật đa nó thái nhung tới tè ôi ơi mật phẹp không được trong thùng ban vào đây đó đấy ấy tích dùng bọc luôn trong ban vào đây hay ông tham mà tê về dùng thả lớp hai đa cho mạo có hải đá ơi cho mau ơi chẳng tới trong á cao sọ lính nó ngày cao sọ lính đá chứ ông tê vì tha vì trong cao trăm khổ viên mau bàn việc đâu sợ mình chẳng tết vì ắt tục sợ vì cùng hiểm nhung chẳng á đang coi rồi cái dùng cái lượng trường đã đưa ra salon cái ấy áo với cái trong bàn nè mấy mình thòm luôn biết anh trong bàn đây nè đập về hay nhầm thay ấy trong bàn đây ấy mừng anh hộ áo score đó cô mai mà cô hãy cùng trên giấy ấy này nghiêm á anh đăng anh sẽ lạnh nè anh vô nè mau tọt mắt trong thang anh ấy sẽ tệ nhóm vẻ ta ôm bên tơ pe đây ở đấy khôi chật này ha ở đây vô tới khủ sang bên kia tạm nhóm còn khơi sang bên kia tạm chúng ta niềng ấy bờ niềng tranh bán tranh tê anh nhặt tranh vậy đó anh nhặt tranh anh thời tại do mùi năng lại bàn phải dùng thế này dùng mô sợ cái chuyện dùng cái tham bữa con vậy tham bên môn miền xã dùng ở đâu nó cũng bao sợ luôn ấy cái chung sợ luôn ấy lòng pô chẳng đó nhưng ta ấy là lấy đi tây miền Arsenal phải ấy
ធ្វើកិច្ចអីសែនព្រេងតបអីចឹងទៅចាំស្ងប់តិចចាំល្អខ្ញុំថាមិនទៅឲ្យលោកសោតងូចសោតទឹកបោកអមអីចឹងទៅគាត់ទៅទាំងអស់គ្នាខ្ញុំក៏ជូនទៅ1 2 3 4គាត់អង្គុយទី4បោកហ៊ូ4បោកមួយទៀត ប្រតិជនបោកលើ ហ៊ូហ្នឹងខ្ញុំឃើញបដ ாய் ខៀវដូចដុសស្លែអញ្ចឹងអង្គុយឆ្ងោចមួយទឹកអញ្ចឹងហើយខ្ញុំថាចំអស់ចាក្នុងចិត្តខ្ញុំគិតថាចំអស់ចាទឹកមុតនៅស្រួយបានដល់ពេលតែជគុណស្រួយហើយគាត់ថាគេធ្វើស្នេហ៍គេទៅហើយគេទៅជាតិថ្មីបានគេទ្រាំទឹកមុនហ្នឹងតែសង អូ គេធ្វើស្នេហ៍មីនាងឯងដល់ពេលគេបែកគេអត់យកនាងហ្នឹងទៅវិញអញ្ចឹងហើយបាននាងហ្នឹងតាមគ្រប់ជំហានគាត់ថានេះគេស្រឡាញ់ហើយគាត់ថាគេស្រឡាញ់បានគេធ្វើត្រឹមតែឲ្យមកនឹកគេមិនធ្វើឲ្យមានគ្រោះថ្នាក់អញ្ចឹងគាត់ថាឲ្យតែនឹកគឺយំទាបានប្តីហើយទៅណាមួយគាត់លើសមែនមានម្ដងនោះទៅញ៉ាំអីមួយគាត់ 3-4 នាក់ដាក់ចានមកលើសទៀតហើយខ្ញុំនេះចង់ញ៉ាក្រោយអាចុះហាងតែមួយហ្នឹងចុះទៅវិញសន្តិសុខរុនមកនោះមកបងគ្នាមួយឯងនៅលើឡានគាត់បើកឡានមួយខ្ញុំមិនតន់ចុះហ្នឹងណាក៏សន្តិសុខថាឃើញគ្នាខ្ញុំចុះទៅបើកឡានហ្នឹងហើយចូលក្នុងឡានហ្នឹងអង្គុយចាំ បាទ ហើយមានតែប៉ុណ្្នឹងមានតែខ្ញុំម្នាក់ហ្នឹង បាទ អញ្ចឹងបានផ្ដាំម្នាក់ធ្វើណែគេខ្លាញ់គេយកទៅវិញផង អូអញ្ចឹងបានតែប្រតិជនហ្នឹងបោកហ្នឹងគាត់លោកមិនមែនកំចាយ ហ្នឹងហើយ ហ្នឹងហើយ ជូនឲ្យទៅចាប់ជាតិអញ្ចឹង ហ្នឹង អូ ខ្ញុំឡងហូគាត់ថាភុសហ្នឹងលិចមកហ្មងលិច យល់ ខ្ញុំឃើញបាសហ្នឹងណែហ្នឹងហ្មងហើយខ្ញុំក្នុងចិត្តខ្លាំងមួយទឹកមុនទៀតដល់ហើយបានលោកឲ្យអើគេទៅហើយគេទៅស្នេហ៍នាងហ្នឹងគេទៅចាប់ជាតិហើយគេធំមួយទឹកមុនអាត្មាគេទៅបាត់ហើយខ្ញុំថាខ្ញុំថាអូលើលោកនេះស្អីក៏មានដែរ ស្អីក៏មានដែររឿងផ្លែច្រើនណាដែលយើងមិនដឹង ច្រើន បាទ ហើយយើងគិតថាគាត់មានបញ្ហាសតិប៉ុន្តែនឹងយើងដែលយើងទៅនៅមួយគាត់យើងគិតថាគាត់អត់ទេកែរស់ស៊ីសឹងអីហ្នឹងអ្នកផ្ទះគេហ្នឹងតែដូចជាមានចិត្ត យល់ នេះគឺជាស្អីរឿងទី ទី3ខ្លី 3ចង់និយាយរឿងនោះហ៎ អត់ទេខ្ជិល ខូចមែន